សួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជូសៀនដែលជាភាពបន្តដើមនៅភាគនេះនៅពេលដែលយើងឃើញពួកឃាតករដែលមួយយន់មូឡាងបញ្ជូនមកឲ្យវាយទូប្រុសរបស់យើងបញ្ចេញក្បួនរបស់គេនោះមៀវសិនអ៊ីក៏បានលាតត្រដាងទ្រូងការពារទូប្រុសរបស់យើងតែមួយយិនរបស់យើងក៏មិននៅពីក្រោយខ្នងមនុស្សស្រីនោះដែរគេក៏បានដកនាងចេញទៅរួចក៏បានប្រមូលថាមពលយន្តរបស់ខ្លួនទប់ទល់ជាមួយនឹងការវាយប្រហារមួយនេះប៉ុន្តែមាននរណាទៅដឹងទៅថាទូប្រុសយើងគឺខ្លាំងនោះខ្លាំងមិនត្រឹមតែទប់ទល់ទេយុទ្ធសិលនេះថែមទាំងវាយប្រហារធ្វើឲ្យពួកនឹងបែកខ្ញាច់អស់តែម្ដងម្នាក់ទុនកល្ងារបួសយ៉ាងរំដំអសចពុញក៏បានចង្អុលមកកាន់មួយយិនរបស់យើងឯងមិនមែនដំណាក់កាលទី5ទេឯងបានឈានទៅដល់ដំណាក់កាលទី6រួចទៅហើយមួយយិនរបស់យើងក៏បានថាបើអញ្ចឹងយ៉ាងម៉េចអសចពុញក៏ចាប់ផ្ដើមភ័យប៉ុន្តែមូឡាងគេក៏បានថាសម្រាមនៅថាជាសម្រាមហេតុអីត្រូវខ្លាចសម្ដីលយជាងគេអញ្ចឹងគឺថាប៉ើងបដាប៉ាក់ថ្មោលអសចពុចក៏បានថាយោមួយយិនឯងលួចវាយផងអីមួយយិនក៏បានថាអាហ្នឹងគេហៅថាលួចវាយយ៉ាងម៉េចតើការដែលពួកឯងបញ្ជូនមនុស្សឲ្យមកវាយប្រហារយើងនេះមិនមែនហៅថាលួចវាយទេមូឡាងគឺខឹងខ្លាំងណាស់ក៏បានងើបមកទាំងប្រទេសថាហើយក៏បានរត់តាំងវាយមកកាន់មួយយិនក៏បានកិច្ចថាអសចពុចក៏បានលោតមកវាយដែរប៉ុន្តែទូប្រុសយើងកិច្ចផុតដូចគ្នាម្ល៉េះហើយយើងក៏បានឃើញការប្រកួត2ទល់1នឹងនៅចំពោះមុខយើងទោះយើងមានអារម្មណ៍ថាអយុត្តិធម៌បន្តិចតែយើងមិនអាចចូលទៅជួយវាយបាននោះទេបានត្រឹមតែមើលខាងក្រៅហើយសប្បាយមើលតែប៉ុណ្ណោះយើងក៏បានឃើញថាក្បាច់ប្លែកនៃការប្រយុទ្ធរបស់ពួកគេគឺពិតជាលយគ្រាន់បើបន្ទាប់មកទាំងអសចពុចទាំងមូឡាងគឺលោតមកដំណើរគ្នាមកកាន់មួយយិនរបស់យើងមៀវសិនអ៊ីភ័យជំនួសទូប្រុសរបស់យើងខ្លាំងណាស់ប៉ុន្តែមិនបាច់ភ័យទេតួយើងខ្លាំងជាងគេប្រមូលថាមពលយន្តរបស់គេបូកចូលគ្នាវាយអាពីរអ្នកនឹងប៉ាំងថ្មោលឃើញអាពីរអ្នកនឹងប៉ាំងចឹងទៅហើយនោះមួយយន្តនេះគឺទុនជើងទុនដៃតែម្ដងញ័រជើងឲ្យកខាក់ព្រោះធ្លាប់ចាញ់ទូប្រុសយើងមកសាហើយនោះអញ្ចឹងគេក៏បាននិយាយមកកាន់ទូប្រុសរបស់យើងគុំសម្រាប់យើងអីមួយយន្តរបស់យើងគេក៏បានថាឯងគឺជាក្មេងនៅក្នុងគ្រួសារមូការសម្រាប់ឯងវានឹងមានការរអាក់រអួលប៉ុន្តែចាប់ពីពេលនេះតទៅពាក្យសម្រាមដែលឯងតែងតែនិយាយមកកាន់យើងនោះឯងយកទៅវិញទាំងស្រុងទៅរួចហើយមួយយន្តរបស់យើងក៏នាំមៀវសិនអ៊ីចាក់ចេញពីទីនឹងទៅឈុតបន្ទាប់យើងក៏បានឃើញថាអ្នកកំឡោះរបស់យើងជាមួយនឹងកូនសិស្សក្រមុំនាំគ្នាមកដល់ទីក្រុងវិញហើយតែបើយើងមើលមកកាន់ការរៀបចំខ្លួនរបស់ពួកគេគឺរញ៉េរញ៉ៃមែនតែនធ្វើឲ្យអ្នកទីក្រុងមើលមកកាន់ពួកគេគ្រប់គ្នាសិនអ៊ីក៏និយាយទាំងមុខក្រញើលោកគ្រូមូនេះគឺជាកំហុសរបស់លោកទាំងអស់ធ្វើឲ្យខ្ញុំនៅទីនោះអស់រយៈពេល3ថ្ងៃដូច្នេះខ្ញុំក៏មិនអាចផ្លាស់សម្លៀកបំពាក់មើលខ្លួនខ្ញុំពេលនេះចោះក៏ក្រិចខ្លាំងណាស់មួយយិនក៏បានតបទោះយ៉ាងនេះក្តីយើងទទួលបានថ្នាំចាយជាច្រើននិងទទួលបានលុយច្រើនតើអាចទៅរួចទេដែលឯងមិនចង់នោះបន្ទាប់មកពួកគេក៏បានមកដល់ដំណាក់សិនតាន់មៀវសិនអ៊ីក៏បាននិយាយជាមួយទូប្រុសរបស់យើងដំណាក់សិនតាន់គឺជាដំណាក់សាខានៃប៉ាក់សិនតាន់ដែលបានបង្កើតឡើងនៅក្នុងទីក្រុងប៉ៃយិនរួមបញ្ចូលទាំងការដេញថ្លៃនិងថ្នាំចម្រាញ់នៅទីក្រុងប៉ៃយិនទាំងមូលគ្មាននរណាមិនស្គាល់នោះទេលោកគ្រូរបស់ខ្ញុំនេះគឺជាផ្ទះរបស់ខ្ញុំចង់ធ្វើអ្វីក៏បានដែររៀបតែដៅចូលអ្នកយាមក៏បានខាត់នាងតែម្ដងអ្នកសុំទៀនចេញឆ្ងាយក៏មកសុំទៀនទីនេះតើពួកឯងដឹងថាកន្លែងនេះគឺជាកន្លែងស្អីទេនាងក៏បានថាស្ងាត់មាត់ពួករបល់យូឯងលេស្គាល់អ្នកនាងរបស់ឯងហើយអ្នកយាមក៏បានស្ដីឲ្យនាងវិញនាងទេដែលជាអ្នកគូបិទមាត់នោះហ៊ានមានចេតនាបន្លំខ្លួនធ្វើជានាងដំណាក់របស់យើងផងស្របពេលជាមួយគ្នាយើងក៏បានឃើញថារទេះមួយបានមកដល់មុខដំណាក់ឯម៉ែវសិនអ៊ីរបស់យើងនៅតែច្រត់ចង្កេះខ្មើតនោះឯងនិយាយមិនឈ្នះនិយាមសោះរាអង្គរៈម្ចាស់រទេះក៏បានស្រែកឲ្យអ្នកសុំទានរបស់យើងទាំងពីរចាញ់ពីផ្លូវរបស់ពួកគេម៉ែវសិនអ៊ីក៏បានថាឲ្យគេប្រាប់យើងឲ្យជិះផ្លូវរបស់ឯងគិតថាឯងជាអ្នកណាដំណាក់សិនតាន់គឺបង្កើតឡើងដោយជាតារបស់យើងអាមិនបានជាឯងប្រហើនកអឺតកតូមនៅចំពោះមុខយើងម្ចាស់រទេះគេក៏បានថាឡានយូមានរឿងអីអង្គរៈនឹងក៏បានថានៅប្រុសសៅយីមានអ្នកសុំទាន2នាក់នៅរារាំងផ្លូវដំណាក់សៅយីនឹងក៏បានថាជាមួយអ្នកសុំទានចាំបាច់រំខានច្រើនម្លេះសម្រាប់គេទៅអង្គរៈក៏បានទទួលបញ្ជាមេរបស់គេមកវាយម៉ែវសិនអ៊ីរបស់យើងប៉ុន្តែទូប្រុសរបស់យើងក៏បានមករារាំងនៅកណ្ដាប់ដៃរបស់គេជាហេតុធ្វើឲ្យគាត់នឹងរលាតថយក្រោយប្រហែលជា80ចង្អាមមួយយិនយើងក៏បានថាគ្រាន់តែទៅផ្លូវប៉ុណ្ណឹងមិនចាំបាច់ដល់សម្រាប់មនុស្សនោះទេសើយើងគេក៏បានចុះពីលើរទេះរបស់គេមិននឹកស្មានសោះថាទីក្រុងប៉ៃយិនដ៏តូចមួយនេះមានអ្នកសុំទានដែលលាក់កម្លាំងបែបនេះសិនអ៊ីក៏ចង់ជេរម៉ែគាត់នឹងក៏ប៉ុន្តែទូប្រុសយើងក៏បានខាត់នេះរួចគេក៏បានថាភាពល្បីល្បាញរបស់ទីក្រុងប៉ៃយិនមិនមែនតូចតាចនោះទេប៉ុន្តែអ្នកដែលហ៊ានធ្វើបាបសិស្សរបស់ខ្ញុំមួយយិននេះគឺមិនទាន់កើតនៅឡើយទេសើយូគេក៏បានថានៅចំពោះមុខសិស្សរបស់ប៉ាក់សិនតាំងហ៊ាននិយាយពាក្យប្រៃផ្សៃបែបនេះឯងរស់សក្តីស្លាប់ហើយគេក៏រត់តាំងមកចង់វាយជាមួយមួយយិនរបស់យើងគឺថាទៅតែឡើងកម្រិតថ្មីផងសាកជាមួយឯម្ដាយដែរមើល
ពាក់ហើយយើងក៏បានឃើញថាកម្លាំងខ្ទប់គ្នារបស់ពួកគេបែបការភ្លើងព្រាកបន្ទាប់មកវាក៏ផ្ទុះទាំងជាហេតុធ្វើឲ្យគាត់ដឹងអំពីសមត្ថភាពរបស់មួយយូណៃថាមិនមែនជាមនុស្សងាយស្រួលធ្វើបាបឯណាសើយូគេក៏រអ៊ូតែម្នាក់ឯងមិនអាចត្រួតទេសើយូយើងនេះគឺជាសិស្សរបស់ប៉ាសិនតាំងបានទម្លុះកម្រិតមកកាន់ដំណាក់កាលទី7តាំងពីអាយុ17ឆ្នាំយើងគឺជាមនុស្សដែលមានទេពកោសល្យម្នាក់អាក្មេងព្រៃនេះអាចទប់ទល់ជាមួយនឹងកណ្ដាប់ដៃសើយូយើងនៅរបៀបណាគិតចប់ក៏និយាយមកកាន់ទូប្រុសរបស់យើងអាចទទួលកណ្ដាប់ដៃរបស់យើងបានបើសិនឯងជាសិស្សនៅក្នុងប៉ាសិនតាំងនោះអាចឈរឈ្មោះនៅក្នុងកំពូលទាំង100ហើយប៉ុន្តែយើងចង់មើលកណ្ដាប់ដៃមួយនេះឯងអាចទ្រាំបានទៀតដែរទេគេក៏បានអាមេក្រាប៉ុន្តែភ្លាមនោះសម្លេងមួយក៏បាននិយាយឡើងឈប់ភ្លាមហើយសម្លេងបរិះម្នាក់ហ្នឹងគ្មាននរណាទេគឺជាមេការនៃដំណាក់សិនតាំងនោះឯងដល់តែឃើញមេការម្នាក់ហ្នឹងស៊ីនអ៊ីក៏បានថាពួកយូខ្ញុំគឺសៀវយូណាបែកហ្នឹងក៏បានថាសៀវយូអ្មិនបានជាឯអាក្រក់មើលម្លេះហ่าពូមើលសឹងតែមិនស្គាល់ហើយនេះបន្ទាប់មកអ្នកប្រុសសៀវយិនគេក៏បានចូលមកម្ចាស់ដំណាក់រងប៉ាសិនតាំងរបស់យើងគឺជាប៉ាដ៏ខ្លាំងមួយនៅក្នុងទ្វីបធានយូននេះតែអាចឲ្យមនុស្សប្រភេទនេះដើរមកដុំនេះបានដល់របៀបណាទៅម្ចាស់ដំណាងគាត់ក៏បានសើចហើយចេញមកក៏បានថាសើយូអ្វីដែលលោកគ្រូមួយយិនបាននិយាយក៏តំណាងឲ្យពាក្យសម្ដីចៅស្រីរបស់ខ្ញុំស៊ីនអ៊ីដែរការវាយប្រហារដ៏ធំបែបនេះខ្ញុំគិតថាខ្លាចតែមិនត្រឹមត្រូវទេស៊ីនយីនាងក៏បានរត់មកកាន់លោកតារបស់នាងទៅលោកតាមិនបានលោកតាទៅតែមកចៅសម្ដែងរបស់លោកតាស្ទើរតែឲ្យអ្នកដតីនេះដេញតណាតណៃបាត់ទៅហើយសើយូនឹងគេក៏បានគ្រប់មកកាន់លោកម្ចាស់ម៉ែវអញ្ចឹងទៅគាត់ក៏បាននិយាយសើយូយើងមិននឹកស្មានថាសិស្សខាងក្រៅដែលមកពេលនេះគឺជាឯងនោះទីដំណាក់កាលទី7ពិតជាល្អមើលទៅបងប្រុសរបស់ឯងគួរតែចូលក្នុងច្រកខាងក្នុងហើយមែនទេហើយចុះតារបស់ឯងសុខសប្បាយដែរទេសើយូគឺក៏បានថាបងប្រុសរបស់គេបានចូលច្រកខាងក្នុងតាំងពីឆ្នាំមុនមកម្លេះឯតារបស់គេគឺរៀងហត់នឿយបន្តិចលោកម្ចាស់ម៉ែវគាត់ក៏បានសើចហាសៅមីយូនេះចាស់ហើយប៉ុន្តែរវល់ខ្លាំងណាស់ណោះអញ្ចឹងចូលនិយាយគ្នាខាងក្នុងទៅយើងមានរឿងត្រូវពិភាក្សាជាមួយគ្នាហើយគាត់ក៏បានឲ្យសៀនអ៊ីនាំទូប្រុសយើងទៅសម្អាតខ្លួននៅខាងក្រោយសិនទៅហើយគាត់ក៏បានសូមអធិស្ឋានពីទូប្រុសយើងចំពោះការយល់ច្រឡំមុននេះផងមួយយីរបស់យើងក៏មិនចាប់ទោសអូសដំណើរស្អីដែរប៉ុន្តែបាក់គាត់នោះគឺនៅតែឌឺទូប្រុសយើងនៅឡើយទេណាអាលក្ខណៈថាមិនអស់ចិត្តដែលវាយអត់ឈ្នះគេណាហើយជ្រុតបន្ទាប់ទៀតទូប្រុសយើងបានរៀបចំខ្លួនស្អាតបាតហើយមៀសិនអ៊ីក៏បាននាំគេទៅដំណាក់ចង្ក្រានស្លោះថ្នាំអីចឹងទៅលោកគ្រូមូតាមពិតលោកគ្រូដេញចាប់សត្វបិសាចប្រមាណថ្ងៃហ្នឹងគឺដើម្បីធ្វើថ្នាំមួយយិនយើងក៏បានថាគ្រឿងឱសថទាំងអស់នេះចុចគឺមានតម្លៃទាំងអស់បើទោះបីជាពឹងទៅលើសមាជិកឯពេលនេះច្រើនបំផុតបានត្រឹមតែ3តែប៉ុណ្ណោះឯងនាងក៏បានថាលោកគ្រូមូលោកគ្រូចង់ទិញថ្នាំបន្ថែមទៀតហេតុអីបានឲ្យខ្ញុំនាំលោកគ្រូទៅកាន់បន្ទប់ស្លថ្នាំតែលោកគ្រូចង់ស្លថ្នាំអីគេទៀតហើយមួយយិនក៏បានប្រាប់ទៅគឺនីងម៉ៃតាន់នាងក៏បានតបនីងម៉ៃតាន់ដែលជាថ្នាំកម្រិតទី2ប៉ុន្តែផ្លែឈើហួយលីងហើយនឹងស្មៅធានសាននិងសត្វអរិយកម្រិត3ដែលកំពុងឆាបឆេះព្រមទាំងថ្នាំវិសាចតោមិនមែនជាគ្រឿងផ្សំធ្វើនីងម៉ៃតាន់ឡើយគ្រាន់តែថាមួយយិនរបស់យើងមិនបានបកស្រាយច្រើនទេអញ្ចឹងហើយគេក៏បានមកដល់បន្ទប់ស្លថ្នាំហើយចូលដល់បន្ទប់ហើយនាងក៏បានណែនាំបន្ថែមទៀតថាដំណាក់សិនតាន់របស់យើងគឺមិនគ្រាន់តែលក់ថ្នាំគ្រាប់វិសាចស្មៅវិញ្ញាណនោះទេយើងក៏ទិញចូលផងដែរឲ្យតែថ្នាំគ្រាប់នោះផលិតដោយអ្នកជំនាញពិតប្រាកដនិងអាចទទួលបានការធានាមួយយិនយើងក៏ថាមិនអន់ទេអញ្ចឹងរួចហើយនាងក៏បានសួរលោកគ្រូមួតើលោកគ្រូអាចឲ្យខ្ញុំមើលលោកគ្រូចម្រាញ់ថ្នាំបានទេមួយយិនក៏ថាឯងជាសិស្សរបស់លោកគ្រូមើលទៅមានអីវាក៏ល្អដែរតាមែនហើយថ្នាំស៊ុយគូនេះគឺវាប្រយោជន៍សម្រាប់ឯងពេលនេះឯងស្ថិតនៅក្នុងដំណាក់កាលទី3ឯងអាចលេបវាបាននាងក៏បានថាថ្នាំស៊ុយគូមែនទេមានប្រយោជន៍ដែរទេខ្ញុំជាប់គាំងត្រឹមដំណាក់កាលទី3អស់ជាយូរណាស់មកហើយព្យាយាមទម្លុះចនិចនឹងតើវាអាចថាពេលនេះអាចបង្កើតទេពកោសល្យរបស់ខ្ញុំបានមែនទេមួយយិនក៏បានថាមិនមែនដោយសារតែឯងខ្វះទេពកោសល្យនោះទេប៉ុន្តែដោយសារតែឈាមមួយចំនួនដែលមិនល្អនៅក្នុងរាងកាយរបស់ឯងស្ដាប់ការបញ្យល់របស់ទូប្រុសយើងហើយក៏នៅតែស្ទាក់ស្ទើរដែរប៉ុន្តែនាងក៏ព្យាយាមលេបតាមនឹងទៅក្រោយពីលេបថ្នាំហើយនាងក៏បានបង្រួមនៅធម៌ពលរបស់នាងនៅក្នុងរាងកាយបន្ទាប់មកទៀតនាងក៏បានទទួលឥទ្ធិពលនាងឈឺចាប់បន្តិចប៉ុន្តែមានប្រសិទ្ធភាពសម្រាប់នាងពិតមែនបើយើងងាកមកមើលការចម្រាញ់ថ្នាំរបស់មួយយិនរបស់យើងវិញឃើញគេដាក់ស្អីខ្លះនោះទេនាងក៏បានថាក្រៅពីការគ្រប់គ្រងភ្លើងការចម្រោះក៏មានលក្ខណៈពិសេសអំពីលក្ខណៈឱសថផងដែរផ្លែឈើហួយលីងដាក់ចុងក្រោយគេស្មើធឺសៀងគឺមានសភាពរឹងវាត្រូវការរួមបញ្ចូលនៅប្រសិទ្ធភាពនៅក្នុងពេលប្រើប្រាស់វាមួយយិនក៏បានថាឯងនិយាយត្រូវនាងក៏ថាប៉ុន្តែខ្ញុំមិនដែលឃើញណាចម្រាញ់ថ្នាំម្ដងដាក់គ្រឿងទាំងអស់ចូលគ្នាច្បូកច្បល់អញ្ចឹងទេលោកគ្រូមួតែការចម្រាញ់អាចទៅរួចដែរទេប៉ុន្តែមួយយិនបាននិយាយច្រើនទេហើយកំឡុងពេលដែលគេកំពុងតែចម្រាញ់ថ្នាំនោះម្ចាស់ដំណាក់រោងគាត់ក៏បាននាំសៅយូដើរមើលជំវិញនឹងអញ្ចឹងទៅបន្ទាប់មកក៏បានមកដល់ទីហ្នឹងហើយគាត់ក៏បានណែនាំកន្លែងហ្នឹងទៅថាវាគឺជាបន្ទប់ស្លថ្នាំហើយបងប្អូនអ្នកក្លាហានទាំងអស់គ្នាមើលរឿងយូរឲ្យគួរតែដឹងហើយបន្ទប់ស្លថ្នាំគឺគេត្រូវការភាពស្ងប់ស្ងាត់អ្នកគ្មានភារកិច្ចនោះគឺគេមិនឲ្យចូលផ្ដេសផ្ដាស់ឡើយដល់សៅយូគេក៏បានឃើញទូប្រុសយើងកំពុងតែចម្រាញ់ថ្នាំនៅទីនោះ
អាគាត់នឹងក៏បានសួរម្ចាស់សំណាក់រោងទៅតែនោះជាណាម្ចាស់សំណាក់រោងកាលបើឃើញតាសៀនយីនាងនៅទីនោះគាត់ក៏បានថាអូគឺសៀនអ៊ីតាតាមពិតទៅនាងក៏ជាគ្រូស្រោថ្នាំថ្នាក់ទី1ម្នាក់ផងដែរនាងតែងតែមកស្រោថ្នាំទីនេះញឹកញាប់ណាសាយូក៏បានថាប៉ុន្តែអ្នកដែលកំពុងតែជារាញ់ថ្នាំមិនមែនជានាងទេដល់បើមើលទៅក៏បានឃើញទូប្រុសយើងកំពុងតែចម្រាញ់នោះឯងហើយគេក៏បានបន្ថែមលបោយទៀតថាបកសិនតាំងរបស់យើងគឺមានការតឹងតែងនិងវិន័យខ្លាំងណាស់មិនបណ្ដោយឲ្យអ្នកខាងក្រៅចូលមកបានបែបនេះអញ្ចឹងពួកគេក៏បានទម្លុះទ្វារចូលមកតែម្ដងដល់ឃើញពួកនឹងដើរចូលមកសៀនអ៊ីនាងក៏បានមករារាំងមិនឲ្យពួកគេរំខានការចម្រាញ់ថ្នាំរបស់មួយយឺននោះទេនាងក៏បានថាលោកពូយឺលោកគ្រូមូកំពុងតែចម្រោះថ្នាំលោកពូក៏ដឹងដែរថាការចម្រាញ់ថ្នាំមិនអាចរំខានប្រទេសផ្ដាស់បាននោះទេបើមិនអញ្ចឹងផលលំបាកគឺស្មានមិនដល់សាយូគេក៏បានថាទៅចម្រោះថ្នាំហ៎ពឹងលើគេហ្នឹងអីនាងក៏បានតបទៅកាន់គេវិញទៅប្រយ័ត្នសម្ដីបន្តិចលោកគ្រូមូកំពុងតែធ្វើថ្នាំមីងម៉ៃតាន់ម្ចាស់សំណាក់រោងគាត់មើលមកកាន់ចង្ក្រានហើយគាត់ក៏បានឃើញថាគ្រឿងផ្សំថ្នាំគឺមិនត្រូវដោយអ្វីដែលពួកគេធ្លាប់ធ្វើគាត់ក៏បានថានៅនាងស៊ីរីយ៉ាថ្នាំមីងម៉ៃតាន់នេះគួរតែប្រើផ្លែឈើសឹងសឹងបើមិនប្រើវាទេនោះក៏មិនអាចចម្រាញ់ថ្នាំនេះបានដែរមើលទៅលោកគ្រូមូកំពុងតែបោកបញ្ឆោតឯងហើយអង្គរៈរបស់សាយូគេក៏បានថាខ្ញុំគិតថាម្នាក់នេះមើលទៅកំពុងតែអូកាឡាតែប៉ុណ្ណោះប្រយ័ត្នបន្តិចណាខ្ញុំនឹងបំផ្លាញថ្នាំឯងចាំមើលតើឯងអាចទទួលបានដោយរបៀបណាគេក៏បានប្រមូលធម្មពលយន្តរបស់គេលោតមកវាយទូប្រុសយើងពីក្រោយប៉ុន្តែវាយមិនទាន់ដល់មួយយន្តរបស់យើងផងក៏បានបាត់ខ្លួនបាត់មួយយន្តរបស់យើងក៏លេចមកនៅខាងស្ដាំឯណែក៏បានកាច់កដដៃអាគាត់នឹងតែម្ដងឯងមិនដឹងទេថាពេលចម្រាញ់ថ្នាំមិនឲ្យអ្នកណាមករំខាននោះកាច់ដៃហើយដាក់ម្ដាយទៀតប៉ាំងថ្មោលលោកពូយូក៏បានមកលើគេមកពេលស្ទាបជីបចោក៏ឃើញថាគេបាក់ឆ្អឹងបាត់ទៅហើយនេះគឺជារបួសដ៏ធ្ងន់ខ្លាំងណាស់នៅថ្ងៃខាងមុខនេះចង់ធ្វើហាត់ក្បាច់គុណបន្តទៀតប្រហែលជាគ្មានសង្ឃឹមឡើយសាយូក៏បាននិយាយមកកាន់មួយយឺនរបស់យើងតែកំហឹងមួយយឺនទោះបីជាយើងបានធ្វើខុសក៏ដោយប៉ុន្តែឯងក៏មិនគួរបំផ្លាញជីបចោរបស់គេដែរមួយយឺនរបស់យើងក៏បានថាបើយើងមិនបំផ្លាញជីបចោគេនោះអញ្ចឹងបន្ទាប់មកគេច្បាស់ជាវាយប្រហារយើងម្ដងទៀតយើងប្រហែលជាអ្នកដែលត្រូវបាត់បង់អ្វីគ្រប់យ៉ាងជាមិនខានឡើយសាយូក៏បានតបទៅកំហឹងទៀតឯងគិតថាជាណាឯងប្រៀបធៀបជាមួយនឹងកូនសិស្សរបស់ប៉ាសិនតាំងបានទេរួចក៏ចង់លូនអវាយមួយយឺនរបស់យើងប៉ុន្តែលោកម្ចាស់មេវមិនទាន់ពេលវេលាក៏បានខាត់គេចាប់ដៃគេហើយក៏បានថាសាយូគេក៏បានថាលោកម្ចាស់មេវលោកថែមទាំងការពារសម្រាប់នេះទៀតគេអាយុ19ឆ្នាំហើយចំពោះការវឹកហាត់របស់គេនៅក្រៅខ្ញុំឆ្ងាយខ្លាំងណាស់ហ៊ានស្លោថ្នាំផងឯពិតជាឈួតណាស់មេវសិនអ៊ីនាងក៏បានថាតើលោកដឹងដល់របៀបណាថាលោកគ្រូរបស់ខ្ញុំមិនអាចចម្រាញ់ថ្នាំបាននោះពិភពលោកនេះធំណាស់សាយូលោកឯងនេះបានឃើញច្រើនប្រមាណហើយសាយូគេក៏បានថាល្អបានជាអញ្ចឹងហើយនោះហើយបានជាយើងមិនចាំមើលការចម្រាញ់ថ្នាំរបស់គ្រូឯងនាងក៏បានថាលោកឯងនេះមើលក៏មើលដែរអញ្ចឹងហើយនាងក៏បានទៅបើកគម្របឆ្នាំងទៅដល់បើកមកក៏បានឃើញថ្នាំ4គ្រាប់ចេញមកអាគាត់នោះគេភ្ញាក់ផ្អើលប៉ុន្តែគេមិនជឿថាវាគឺជាថ្នាំមីងម៉ៃតាន់នោះទេគេថាវាគ្រាន់តែជាថ្នាំមីងម៉ៃតាន់សម្រាប់4គ្រាប់តែប៉ុណ្ណោះលោកម្ចាស់មេវក៏បានថាជាថ្នាំសម្រាប់ដែរឬក៏អត់នោះគួរតែធ្វើការសាកល្បងជាមុនពេលវិនិច្ឆ័យអញ្ចឹងហើយក៏ថាលោកគ្រូមូគិតយ៉ាងម៉េចដែរមួយយឺរបស់យើងក៏ថាសាកល្បងវាអាចទៅរួចហើយប៉ុន្តែបើថ្នាំរបស់ខ្ញុំមានប្រសិទ្ធភាពនោះវាមិនអត់ប្រយោជន៍ទៅហើយទេសាយូគេក៏បានថាលោកគ្រូមូមិនចាំបាច់បារម្ភទេថ្ងៃនេះក៏មានការដេញថ្លៃមួយផងដែរនៅសំណាក់សិនតាន់ដើម្បីឲ្យយុទ្ធធរថ្នាំសិនតាន់នេះគឺទុកឲ្យអ្នកវឹកហាត់ដំណាក់កាលទី6ធ្វើការសាកល្បងវាជាមុនសិនគិតចេះចោះអ្នកដែលមកសំណាក់ដេញថ្លៃធ្វើជាសាក្សីបើសិនវាពិតជាមានប្រសិទ្ធភាពនោះលោកគ្រូមូអាចធ្វើការដេញថ្លៃបានហើយថ្មវិញ្ញាណទាំងអស់នោះលោកគ្រូមូគឺជាអ្នកទទួលវាដោយខ្លួនឯងមិនត្រឹមតែថ្នាំដែលផ្ដល់ឲ្យឥតគិតថ្លៃនោះទេខ្ញុំសាយូក៏សុខចិត្តឲ្យតម្លៃគុណនឹង3ជាមួយនឹងការដេញថ្លៃដែលលោកទទួលបានប៉ុន្តែបើថ្នាំមិនមានប្រសិទ្ធភាពនោះស៊ីនអ៊ីក៏បានតបចំនួនទូប្រុសរបស់យើងបើមិនមានប្រសិទ្ធភាពខ្ញុំស៊ីនអ៊ីនឹងរត់ទៅទីក្រុងប៉ៃយិនទាំងមូលហើយស្រែកថាខ្លួនឯងគឺជាសម្រាមសាយូក៏បានថាស៊ីនអ៊ីខ្ញុំអត់ចង់បាក់មុខឯងទេតែនាងមិននិយាយច្រើនជាមួយគេទេក៏បានដឹកដៃលោកគ្រូចាក់ចេញទៅនឹងប្រាប់ថាយើងជួបគ្នានៅកន្លែងដេញថ្លៃដល់អញ្ចឹងទៅមួយយឺនរបស់យើងក៏រៀងអាលេលើដែរមិននឹកស្មានថាកូនសិស្សរបស់គេនេះសុខចិត្តចេញមុខជំនួសគេសោះសួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជូសៀនដែលជាភាពបន្តដើមនៃភាគនេះទូប្រុសយើងក៏បានសួរទៅកាន់សៀនអ៊ីទៅតែឯងទុកចិត្តខ្ញុំណាស់ទៅអីនាងក៏បានសួរត្រឡប់មកវិញលោកគ្រូមូលោកគ្រូលេងប្រកាសចិត្តហើយមួយយិនក៏បានអែលក្បាលនាងនឹងប្រាប់ថាកុំបារម្ភទុកចិត្តទៅត្រៀមតែរាប់ថ្មវិញ្ញាណទៅអញ្ចឹងយើងមកមើលកន្លែងដេញថ្លៃនៃសំណាក់ថ្នាំវិញគ្រប់គ្នាសូមរក្សាភាពស្ងៀមស្ងាត់ថ្ងៃនេះមានភ្ញៀវអាត់កំបាំងម្នាក់មកផ្ទះដេញថ្លៃរបស់យើងយកថ្នាំ2គ្រាប់នេះដែលផលិតជាពិសេសសម្រាប់ផ្ទះដេញថ្លៃរបស់យើងគ្រាប់ថ្នាំនេះម៉ៃទាំងពីរនេះត្រូវបានបំពេញដោយវិធីសាស្ត្រជាក់លាក់ប៉ុន្តែមានប្រសិទ្ធភាពយ៉ាងណានោះលោកម្ចាស់មេវជីមិនអាចវាស់វែងបាននោះទេដូច្នេះមិនដឹងថាតើមានភ្ញៀវណាហ៊ានសាកល្បងដែរទេប្រកាសណាបើសិនជាវាជាថ្នាំពិសេសពិតមែននោះប្រហែលជាអ្នកដែលហ៊ានសាកល្បងអាចនឹងទម្លុះកម្រិតដំណាក់កាលទី6ទៅដំណាក់កាលទី7នៃកម្រិតទី1ហើយយើងក៏មិនយកថ្មវិញ្ញាណពីលោកអ្នកដែរប៉ុន្តែបើថ្នាំគ្មានប្រសិទ្ធភាពឬប៉ះពាល់ធ្វើឲ្យលោកអ្នកមានរបួសនោះសំណាក់ថ្នាំរបស់យើងក៏មិនទទួលខុសត្រូវដូចគ្នាអញ្ចឹងទៅយើងក៏បានឃើញថាបរិះម្នាក់លើកដៃយ៉ាងលឿនតែម្ដងដោយសារតែគាត់គឺជាបរិះដែលអស់សង្ឃឹមជាងគេដែលគាត់មិនអាចទម្លុះកម្រិតបានណាអញ្ចឹងផ្សងប្រេងម្ដងទៅ
គឺហឺជីងហៅតាមនុស្សម្នាក់នេះស្ថិតក្នុងដំណាក់កាលទី6អស់រយៈពេល5ឆ្នាំហើយគ្មានការទម្លុះកម្រិតអ្វីឡើយក្នុងរយៈពេល5ឆ្នាំកន្លងមកនេះហើយគេក៏មិនដែលខ្លាចស្លាប់ដែរហឺជីងហៅនឹងក៏បាននិយាយទៅខ្ញុំស្ថិតក្នុងដំណាក់កាលទី6អស់រយៈពេល5ឆ្នាំហើយតែខ្ញុំមិនដែលបោះបង់ឡើយប្រហែលជាមួយជីវិតនេះខ្ញុំមិនមានសង្ឃឹមនោះទេឆ្នាំនេះទោះឲ្យខ្ញុំជាអ្នកសាឡបងសង្ឃឹមថាខ្ញុំអាចទម្លុះកម្រិតទៅកាន់ដំណាក់កាលទី7ខ្ញុំត្រូវតែប្រឈមមុខបើសិនជាបរាជ័យមានហានិភ័យអីនោះខ្ញុំព្រមទទួលយកបន្ទាប់មកគេក៏បានទទួលថ្នាំហើយលេបថ្នាំនឹងទៅលេបថ្នាំហើយក៏បានចាក់ភ្នែនហើយក៏ចាប់ផ្ដើមសាឡបងទម្លុះកម្រិតបន្ទាប់មកពេលវេលានៃការសាឡបងក៏បានអស់កន្លះធូបភ្ញៀវមករងចាំដេញថ្លៃក៏ចាប់ផ្ដើមរអ៊ូម្ចាស់ផ្ទះបញ្ញាប់ឡើងចាប់ផ្ដើមដេញថ្លៃថ្នាំផ្សេងទៀតទៅថ្នាំនេះគ្មានប្រយោជន៍ទេការបើឃើញដូច្នេះហើយសាយូគេក៏បានឌឺដងមកកាន់មួយយីនរបស់យើងលោកគ្រូមួវាហាក់ដូចជាថាថ្នាំនេះម៉ៃរបស់លោកនៅតែមិនទាន់មានឥទ្ធិពលទៀតមើលទៅវាគ្មានប្រសិទ្ធភាពស្អីទាំងអស់ហ្នឹងគ្រាន់តែជាសម្រាប់អត់បានការមួយតែប៉ុណ្ណោះសៀនអ៊ីនេះចង់ខឹងក៏ប៉ុន្តែទូប្រុសយើងបានខាត់ហើយក៏បាននិយាយមកកាន់អាគាត់ហ្នឹងទៅអ្នកប្រុសសាយូកុំបារម្ភអីបើយើងងាកមកមើលឈីហាវិញពេលនេះគេចាប់ផ្ដើមមានប្រតិកម្មហើយគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលសាយូគេក៏បានលន់មាត់ថាមពលពិតបានចូលទៅក្នុងរាងកាយថាមពលពិតបានប្រមូលផ្ដុំឯអ្នកផ្សេងទៀតគេក៏បានថានេះទៅរួចដល់របៀបណាបើខ្ញុំដឹងមុននេះខ្ញុំសាឡបងដែរបាត់ហើយសាយូក៏លន់មាត់ទៅរួចដល់របៀបណាឈីហាគេក៏សប្បាយចិត្តយ៉ាងខ្លាំងដំណាក់កាលទី7របស់ខ្ញុំទីបំផុតខ្ញុំបានឈានមកដល់ដំណាក់កាលទី7ហើយការបើគ្រប់គ្នាបានធ្វើជាសាកសីផ្ទាល់ភ្នែកហើយការដេញថ្លៃក៏បានចាប់ផ្ដើមតម្លៃដំបូងនៃការដេញថ្លៃគឺ1000ថ្មវិញ្ញាណអញ្ចឹងហើយអតិថិជនក៏ចាប់ផ្ដើមដេញថ្លៃពី1គ្រាប់2គ្រាប់3គ្រាប់រហូតដល់អ្នកខ្លះហ៊ានដេញថ្លៃម្ដង1000តែម្ដងចុះឡើងព្រឹត្តិការណ៍ម្នាក់ក៏បានស្រែកឡើងទៅ15000នៃថ្មវិញ្ញាណថ្នាក់ទាបដល់តែយើងមើលទៅគ្មានណាទេគឺព្រឹត្តិការណ៍គ្រូសាមូរបស់យើងនឹងនោះឯងដែលមួយជិញយន់ទិញថ្នាំនេះគឺចង់យកឲ្យទឹកមូឡាងនឹងនោះឯងដែលជាចៅប្រុសរបស់គាត់មើលទៅសប្បាយចិត្តដល់ហើយគឺថា15000គឺជាតម្លៃដែលខ្លួនឯងដេញបានណាប៉ុន្តែព្រាមនោះក៏បានលើសំឡេងមួយទៀតយក20000គ្រាប់តែម្ដងដែលភ្ញៀវនេះគឺមកពីគ្រូសាតាវឆ្នាំត្រកូលតាវនឹងអត់ទាំងអស់គ្នាមានសិស្សមួយត្រកូលតាវដែលទូប្រុសយើងវាយថ្ងៃមុនណោះអញ្ចឹងទៅមួយជិញយន់គេក៏បានដេញ50000គ្រាប់ឬតម្លៃ50000គ្រាប់ភ្លាមមានសិនអ៊ីក៏បានចំហមកថ្លុងហើយនេះក៏បានថាអ្នកប្រុសសាយូទេពកសលអស្ចារ្យពេលនេះគឺថាថ្មវិញ្ញាណដែលលោកត្រូវចាយនោះគឺ150,000គ្រាប់ថ្មវិញ្ញាណថ្នាក់ទាបហើយសង្ឃឹមថាលោកមិនពជាពេកទេណាទូប្រុសយើងក៏ថាខ្ញុំជឿថាទេពកសលមកវិបាកសិនតាំង150,000គ្រាប់នៃថ្មវិញ្ញាណនេះមានអីអស្ចារ្យសម្រាប់គាត់ទេគាត់នឹងខឹងមែនតើអាម៉ាស់មកណាស់ប៉ុន្តែធ្វើមិនទេបានជាភ្នាល់ហើយក៏បានឲ្យចិញ្ចៀនមួយទៅកាន់ទូប្រុសយើងទៅដែលចិញ្ចៀននេះគឺវាមានតម្លៃលើសពី15000គ្រាប់ថ្មវិញ្ញាណថ្នាក់ទាបទៀតហ៎មួយយើងរបស់យើងទទួលឲ្យសេចក្តីរីករាយហើយនិយាយពាក្យឌឺដងផងដែរល្អណាស់បងប្រុសសៅពិតជាស័ក្តិសមជាសិស្សឆ្នាំរបស់ប៉ាក់សិនតាំងពិតមែនសម្ដីរបស់បងគឺពិតជាត្រឹមត្រូវខ្ញុំសូមសរសើរក្រោយមកនៅសំណាក់ដេញថ្លៃក៏បានយកថ្មវិញ្ញាណមកឲ្យទូប្រុសរបស់យើងមានសិនអ៊ីនេះក៏បានសរសើរលោកគ្រូមូលោកគ្រូពិតជារកបានថ្មវិញ្ញាណដល់តែ50000គ្រាប់ពិតមែនច្រើនខ្លាំងណាស់មិនដឹងថាអ្នកខ្លះចំណែនហើយចង់ធ្វើអីនោះទេមួយយិនរបស់យើងក៏បានយកចិញ្ចៀនឃ្លាំងរបស់សាវយូនឹងមកដាក់ត្បូងថ្មនឹងទៅហើយក៏បានថាចិញ្ចៀននេះពិតជាប្រើស្រួលមែនប៉ាក់ធំនេះពិតជាប្លែកគេមែនសម្ដីនេះដូចជាបឈឺអ្នកដែលផ្ដាល់ចិញ្ចៀននឹងឲ្យដល់ហើយធ្វើឲ្យសាវយូខឹងខ្លាំងណាស់បន្ទាប់មកមួយយិនរបស់យើងក៏បានយកថ្នាំមកក្រំប្រគល់ជូនឲ្យលោកម្ចាស់ម៉ែវក្រំហេតុផលដែលគេបានរំខានសំណាក់ដេញថ្លៃរបស់គាត់ក៏ដូចជាចង្ក្រានរបស់គាត់ចាត់ទុកថាជាអំណោយសម្រាប់ស៊ីនអ៊ីចោះគាត់ក៏ទទួលមិនក្រែងដែរប៉ុន្តែម៉ែវស៊ីនអ៊ីនាងក៏បានថាលោកគ្រូមូនេះដល់ទៅតម្លៃថ្មវិញ្ញាណ50000គ្រាប់ឯណោះលោកគ្រូឲ្យខ្ញុំលោកគ្រូមិនស្ដាយទេតែមួយយិនយើងមិននិយាយច្រើនទេគេក៏បានថាគេមានការងារនៅសាលាត្រូវធ្វើទៀតគេទៅមុនហើយចេញពីដំណាក់ដេញថ្លៃក៏ជួបជាមួយនឹងប្រតិកម្មមួយទាំងពីររបស់គេមួយយិនឯងនឹងមានជីវិតនៅឡើយទេមួយយិនយើងក៏បានថាចង់មានន័យថាម៉េចនៅរស់នៅឡើយនេះប្រតិកម្មទី2ថ្ងៃនេះខ្ញុំនៅទីក្រុងប៉ៃយិនពេញមួយថ្ងៃហើយអាចមានអីកើតឡើងចំពោះខ្ញុំទៅតានឹងក៏បានថាឯងប៉ុន្តែភ្លាមនោះមេការរបស់គាត់ក៏រត់មកប្រាប់ដំណឹងអំពីអ្នកប្រុសមូឡាងនិងអ្នកប្រុសមួយឈីងដែលពួកគេមានរបួសធ្ងន់ទើបតែត្រឡប់មកទីក្រុងប៉ៃយិនវិញនឹងឯងឬដែលសំខាន់នោះជីពចររបស់ពួកគេត្រូវបានបំផ្លាញហើយគឺមិនអាចវឹកហាត់ក្បាច់គុណបានទៀតនោះទេមួយឈីងជាន់ខឹងណាស់ក៏បានទះមេការនឹងម្ដាយទៅនិយាយស្អីមិនយឹមដល់ទៀតមេការនឹងបានលុតជង្គង់លើញ័រជើងអស់ហើយប្រតិចារទាំងពីរក៏បានថាមួយយិនឯងជាអ្នកធ្វើមែនទេមួយយិនក៏បានថាពួកលោកនិយាយអីថ្ងៃនេះខ្ញុំនៅទីក្រុងប៉ៃយិនអត់បានចេញទៅក្រៅទេប្រតិចារទាំងពីរបានត្រឹមតែខឹងតែមិនដឹងថាធ្វើអីដាក់ទូប្រុសយើងបានក៏ទៅផ្ទះវិញដើររោជីងចក់ចឹងទៅចំណែកមួយយិនរបស់យើងគ្មានកំហឹងអីនៅក្នុងខ្លួនទេញញឹមយ៉ាងស្រស់ស្រាយងាកមកកាន់តារបស់ម៉ែវស៊ីនអ៊ីវិញនៅតែសួរចៅស្រីម្ដងហើយម្ដងទៀតចំពោះរឿងដែលនាងបានប្រាប់តាំងពីនាងបានជួបជាមួយនឹងគិតកោជាមួយទូប្រុសរហូតដល់ទូប្រុសបើកជីបចោយនាងលឹងហត់ក្នុងការឆ្លើយនឹងថាលោកតាសួរខ្ញុំប្រមាណដងទៀតខ្ញុំប្រាប់ហាត់ជឿទេអីអញ្ចឹងទៅក៏ក៏បានថាពិតជាសាកសមមនុស្សដែលមានទេពកោសល្យពិតមែនច្បូតពុកមាត់យ៉ាងសង្ហាងាកមកមើលមួយយិនរបស់យើងវិញពេលនេះដើរម្នាក់ឯងនិយាយម្នាក់ឯងគុណភាពសិស្សក្នុងថ្នាក់នេះមិនស្មើគ្នាប្រវត្តិគ្រួសារក៏ខុសគ្នាខ្លាំងដែរវាហាក់ដូចជាថាបច្ចុប្បន្នក្នុងចំណោមសិស្សទាំងអស់ក្រៅពីមេវសិនអ៊ីសិស្សដែលមានទេពកោសល្យនោះគឺមានតែ2-3នាក់តែប៉ុណ្ណោះហើយរូបភាពយើងកាត់មកឈីមីងវិញម្ដងពេលនេះ
អាគាត់នេះត្រូវបានគេធ្វើបាបទៀតឈីមីងខ្ញុំគិតថាដោយសារតែគ្រូមូដែលជាសម្រាមរបស់ឯងនោះស្និទ្ធស្នាលជាមួយលោកម្ចាស់ម៉ូនោះម៉ែមានតម្លៃខុសពីមុនទៅសាវិញឈីមីងក៏បានតបគូឈីងឯងកុំជ្រុលពេកចាលោកគ្រូឥឡូវខុសប្លែកពីមុនគ្រាន់តែថាយើងអត់មានអីពាក់ព័ន្ធជាមួយគាត់ទេវ៉ៃមួយយិនយើងក៏បានដើរកាត់ហ្នឹងឃើញថាឈីមីងមើលទៅសោយរ៉ាយគេក៏ដកដង្ហើមធំអាមិនបានជាអាសិស្សម្នាក់នេះសំណាក់អាក្រក់ជាងគេម៉េះវ៉ៃពិតជារំខានមែនឯតែប្រុសគូនោះគេក៏បានចំអែចំអន់មកកាន់ឈីមីងទៀតអាយ៉ាតែអាសម្រាមនោះផ្ដាល់អីឯងបានទៅហាពេលនេះគេខ្លាចជាជនល្បីហើយតែឯងនេះអាចឈោលឹតដៃលឹតជើងគេបានទេគ្រូរបស់យើងស៊ីយ៉ាតុងមួយយិនមិនស្មានដល់ផោមគាត់ផងស្រាប់តែសិលមួយបានហោះមកកណ្ដាលមុខគេប្រែប៉ាំងថ្មោលងាកមើលគ្មានណាទេគឺមួយយិនរបស់យើងនឹងនោះឯងឈីមីងក៏ចង់ខាត់ចឹងណាលោកគ្រូមួយអាគាត់នោះឯងចង់ធ្វើអីយើងនិយាយមួយទូប្រយើងសិតតែឯងភ្លាមនោះក៏មានសម្លេងមួយទៀតបាននិយាយលោកគ្រូមូតើវាជ្រុលពេកទេសម្រាប់សិស្សនោះអ្នកប្រុសគូគឺក៏បានរត់មកអានគ្រូនោះទៅលោកគ្រូតាវមួយយិនក៏បានថាច្រើនពេកជ្រុលពេកអីនៅពេលដែលសិស្សរបស់លោកបំបាក់មុខខ្ញុំហើយនឹងសិស្សរបស់ខ្ញុំនោះមិនក៏លោកមិននិយាយដូចនេះដែរដល់ចឹងអ្នកទាំងពីរក៏មើលមុខគ្នាឡើងឌឺគ្រាន់តែថានាយកសាលាបានរំខានការវាយតប់គេអញ្ចឹងគេអត់បានវាយគ្នាទេគ្រូតាវក៏បានថានាយកលោកខ្ញុំមកទីនេះគឺមានរឿងខ្លះចង់ពិភាក្សាជាមួយលោកខ្ញុំចាំថាយោងទៅតាមច្បាប់របស់សាលាបើសិនជាគ្រូណាម្នាក់នៅតែធ្វើជាគ្រូថ្នាក់ទាបអស់រយៈពេល3ឆ្នាំជាប់គ្នានោះគួរទៅដកសិទ្ធិចេញពីគ្រូបង្រៀននាយកលោកក៏បានកាំងយោបល់និយាយមិនចេញមួយយិនក៏បានថាត្រូវហើយច្បាប់សាលាមិនអាចបំពេញបានទេខ្ញុំមានឆន្ទៈយល់ព្រមជាមួយនឹងការរង្វាយតម្លៃមួយនេះនាយកលោកក៏បានថាលោកគ្រូមួការវិយតម្លៃនេះគឺតឹងរឹងខ្លាំងណាស់ហើយការវិយតម្លៃដំបូងនោះគឺជាការទម្លុះកម្រិតអាណាចក្រក្បាច់គុណនេះមិនទាន់ផុតពីមាត់ផងទូប្រុសយើងក៏បង្ហាញអំពីអាណាចក្ររបស់គេស្ថិតនៅដំណាក់កាលទី6នៃកម្រិតទី1ហើយនាយកលោកក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឈុតបន្ទាប់ទូប្រុសយើងបានមកដល់ទីលាននៃការវិយតម្លៃហើយយើងក៏បានឃើញថាមហាជនដែលពាក់ព័ន្ធជាមួយនឹងសាលាទាំងអស់កំពុងតែមើលការវិយតម្លៃមួយនេះម្នាក់ពិតជាមិនជឿទេដែលមួយយិនរបស់យើងពិតជាហ៊ានចូលរួមការវិយតម្លៃដែលបើកចំហឈីមៀងក៏បន្ទោសខ្លួនឯងថាដោយសារតែខ្លួនឯងទៅមួយយិនត្រូវប្រឈមមុខជាមួយនឹងការធ្វើការវិយតម្លៃបែបនេះបន្ទាប់មកនាយកសាលាក៏បានប្រកាសទៅមួយយិនគឺជាគ្រូថ្នាក់ទាបមួយនៅក្នុងសាលាបៃយិនរបស់យើងពេលនេះទទួលយកការវិយតម្លៃដើម្បីក្លាយទៅជាគ្រូកម្រិតមធ្យមនៅក្នុងសាលារបស់យើងពេលនេះការសាឡបងជុំទី1នោះគឺវាយតម្លៃទៅលើកម្លាំងតាមការកំណត់របស់សាលាគ្រូមធ្យមចំពោះសមត្ថភាពកម្លាំងត្រូវតែយ៉ាងហោចណាស់មានកម្លាំងស្មើនឹងសេះ50ក្បាលបើធៀបជាមួយនឹងឆ្មាគឺស្មើនឹងឆ្មា 50000 ក្បាលអញ្ចឹងទៅមួយយិនរបស់យើងគេក៏ចាប់ផ្ដើមបង្ហាញសមត្ថភាពរបស់គេវាយទៅលើសសរស្ដំដែលគេតំណាងឲ្យកម្លាំងនោះឯងមានណាមួយដៃរបស់គេនោះគឺវាដល់ទៅដល់កម្រិតទី7ដោយកម្លាំងនេះគឺស្មើនឹងឆ្មា 70000 ក្បាលបន្ទាប់ពីកម្លាំងរបស់គេបានបង្ហាញហើយយើងក៏បានឃើញថាសត្វវិញ្ញាណមួយក្បាលបានចេញពីកន្លែងហ្នឹងដែលសត្វនេះគឺជាខ្លាឃ្មុំដ៏ធំមួយក្បាលនោះឯងឈ្មោះរបស់វាមានឈ្មោះថាខ្លាឃ្មុំកំទេចព្រឹត្ត2ហើយវាគឺជាសត្វបិសាចកម្រិតទី6ប៉ុន្តែការវាយប្រហារនិងការការពាររបស់វាគឺមានកម្រិតខ្ពស់ជាងសត្វបិសាចដែលមានកម្រិតទី6ធម្មតាទៅទៀតដូច្នេះនេះជាវិញ្ញាសាទី2ដើម្បីឲ្យតួប្រុសយើងបញ្ជាក់ថាតើគេស្វែងយល់អំពីអត្តន័យនៃក្បាច់គុណដល់កម្រិតណាពេលដែលគេឈ្នះខ្លាឃ្មុំនេះហើយគេនឹងត្រូវចូលទៅកាន់វិញ្ញាសាទី3មួយយិនរបស់យើងក៏មិនបានខ្លាចដែរជាមួយនឹងសត្វវិញ្ញាណកំពេចកំប៉ុកនោះគាត់ក៏បានលោតមកខ្លាឃ្មុំគេក៏បានអេះគូតខ្វាច់លៀនដាត់ផ្លែលឃើញមួយយិនរបស់យើងបោះដៃហៅវាខឹងមែនតើវាក៏បានលោតសម្ដៅមកវាយមួយយិនរបស់យើងតែម្ដងមួយយិនរបស់យើងក៏មិនបានកិច្ចតាណាដែរក៏លោតមកដូចគ្នាកម្លាំងរបស់ពួកគេក៏បានទប់គ្នាសុទ្ធទៅទឹករួចហើយពួកគេក៏បានប៉ើងរៀងខ្លួនឡើងហុយទៅលោមទីនឹងតែម្ដងប្រិយមិត្តអ្នកក្លាហានទាំងអស់គ្នាដែលជាអ្នកពាក់ព័ន្ធក្នុងសាលាកថាចំមនុស្សម្នាក់នេះឈួតទេវាយជាមួយខ្លាឃ្មុំមែនតើតែវាឈួតមិនដូចអ្នកអង្គុយនិយាយម្នាក់ឯងដូច admin អញ្ចឹងទេបន្ទាប់មកគ្រប់យ៉ាងក៏បានស្រឡះវិញម្ដងទៀតខ្លាឃ្មុំក៏ចាប់ផ្ដើមដើរក្រវ៉ែលចុះក្រវ៉ែលឡើងមកកាន់តួប្រុសរបស់យើងតែវាដូចជាមិនសូវក្លាហានដូចពីមុនឡើយមួយយិនក៏បានបក់ដៃហៅមកតែវាបានត្រឹមតែស្រែករោតែប៉ុណ្ណោះខណៈពេលដែលមួយយិនរបស់យើងក៏បានថាបានឆ្អែតមិនហ៊ានមកទុកឲ្យយើងជាអ្នកទៅរកឯងវិញដល់តែឌឺអញ្ចឹងវាក៏បានមករកតួប្រុសរបស់យើងមួយយិនរបស់យើងក៏បានកិច្ចពីវាឆ្វាច់គេហៅថាល្បិចនៅតែអស់គ្នាសត្វវាមានកម្លាំងតែវាគ្មានល្បិចដូចមនុស្សនោះទេដល់ពេលវាជិតទាន់តួប្រុសយើងវាក៏លោតសង្គ្រប់តែមួយយិនរបស់យើងក៏បានលោតឡើងខ្ពស់ជាងវាហើយក៏បានវាយប្រហារមកកាន់វាអញ្ចឹងហើយពេលដែលវាងើបមករកតួប្រុសយើងមិនទាន់ទាំងបានប្រុងប្រៀបស្រួលបួលផងយុទ្ធសិលបានមកដល់វាមុនបាត់ហើយប៉ាក់លទ្ធផលចុងក្រោយខ្លាឃ្មុំមួយនេះក៏បានដេកស្ប៉ាបលៀនដាត់ធ្លែលតែម្ដងទៅសិស្សក៏បានហូរកញ្ជ្រៀវឲ្យលោកគ្រូរបស់គេលោកគ្រូតាវគេក៏បានថាទៅរួចដល់របៀបណានេះទៅរួចដល់របៀបណានាយកលូគាត់ធូរទ្រូងខ្លាំងណាស់ក្រហែបន្តិចក៏បានថាលោកគ្រូមួយយិនបានឆ្លងកាត់វិញ្ញាសាទី2ហើយពេលនេះគឺនឹងត្រូវទៅកាន់វិញ្ញាសាទី3ដែលជាវិញ្ញាសាបន្ទាប់វិញ្ញាសាទី3នេះលោកគ្រូមូត្រូវតែជ្រើសរើសសិស្ស3នាក់ក្នុងថ្នាក់របស់ខ្លួនហើយនឹងជ្រើសរើសថ្នាក់មូលដ្ឋានដទៃទៀតដោយគ្រូរបស់សិស្សថ្នាក់នោះជ្រើសរើសសិស្សរបស់គេតាមការយល់ឃើញរបស់គេបន្ទាប់មកធ្វើការប្រកួតប្រជែងជាមួយនឹងការបង្ហាញនៅកម្លាំងការស្លថ្នាំហើយនឹងការចម្រាញ់អាវុធបើសិនជាសិស្សរបស់លោក
គ្រូមួយឈ្នះនោះលោកគ្រូមូអាចឡើងទៅកាន់កម្រិតគ្រូមធ្យមនៃសាលារបស់យើងបានហើយការបានស្ដាប់លក្ខខណ្ឌចប់ហើយមួយយិនរបស់យើងក៏បាននិយាយមកកាន់លោកគ្រូតាវលោកគ្រូតាវព្រោះតែលោកបានស្នើវាថាខ្ញុំមិនស័ក្តិសមធ្វើជាគ្រូបង្រៀននៅសាលាបៃយិនការប្រកួតទាំង3នេះសិស្សមកពីថ្នាក់របស់ខ្ញុំនឹងប្រកួតជាមួយនឹងថ្នាក់របស់លោកសិស្សក៏បើកភ្នែកធំៗនិងចំហមាត់គ្រូតាវគេក៏បានថាគួរចាប់អារម្មណ៍បានជាលោកគ្រូមូនិយាយបែបនេះដូច្នេះគ្រូតាវខ្ញុំនេះមិនបដិសេធទេមួយខែទៀតជួបគ្នាឈុតបន្ទាប់មួយយិនរបស់យើងកំពុងតែមើលទៅកាន់សិស្សទាំងអស់គ្នានៅក្នុងថ្នាក់របស់គេសិស្សម្នាក់ពោពេញទៅដោយភាពមិនស្វាហាប់មកឡើងគេក៏បានថាលោកគ្រូមូលោកគ្រូពិតជាក្លាហានមែនលោកគ្រូជ្រើសរើសសិស្សល្អបំផុត3នាក់តាមមែនទេលោកគ្រូពិតជាមានទំនុកចិត្តណាស់ហើយចង់ប្រកួតជាមួយនឹងថ្នាក់របស់លោកគ្រូតាវទៀតមួយយិនក៏បានទះតុកផាំងពេលនេះមិនមែនដើម្បីតែគេឈ្មោះរបស់យើងម្នាក់ឯងនោះទេឯងវាក៏ដើម្បីគេឈ្មោះថ្នាក់របស់ពួកយើងដែរហើយក៏ដើម្បីកិត្តិយសអ្នកគ្រូឈិនរបស់ពួកឯងដូចគ្នាមកឡើងក៏បានថាការប្រកួតទាំង3ដំបូងគឺកម្លាំងនៃអាណាចក្រនៅក្នុងថ្នាក់របស់លោកគ្រូតាវមិនបាច់រំលឹកដល់តាវយ៉ាយុនដែលជាទេពកោសល្យលេខ1នៃគ្រួសារតាវនោះទេសូម្បីតែត្រកូលមកដែលមកពីថ្នាក់របស់ពួកគេដែលអន់ជាងគេក៏ដោយក៏ក្នុងថ្នាក់របស់យើងគ្មាននរណាម្នាក់អាចប្រយុទ្ធជាមួយគេបានដែរវិញ្ញាសាទី2នោះគឺការចម្រាញ់ថ្នាំថ្នាក់របស់យើងមានមេវសិនអ៊ីប៉ុន្តែគេក៏មានវ៉ាងអ៊ីនឈីនៅក្នុងថ្នាក់របស់គេដូចគ្នាវ៉ាងអ៊ីនឈីគឺជាទេពកោសល្យនៅក្នុងគ្រួសាររបស់គេក្នុងការចម្រាញ់ថ្នាំមិនអន់ជាងមេវសិនអ៊ីឡើយហើយយើងក៏ស្លេះត្រឹមនឹងទៅយើងជួបគ្នានៅវីដេអូក្រោយបាយសួស្តីអ្នកគុណនិយមបាក់ត្រឹមត្រូវទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជួសៀនដែលជាភាពបន្តដើមភាគនេះមូឡាងក៏នៅបន្តនិយាយមកកាន់ទូប្រុសរបស់យើងនិយាយពីវិញ្ញាសាទី3នោះគឺការចម្រាញ់អាវុធឈីយុនគឺជាគ្រូទេពកោសល្យដែលគេទទួលស្គាល់នៅក្នុងសាលារបស់យើងក្នុងថ្នាក់របស់យើងមានតែឈីមៀងទេដែលមកពីគ្រូសាផលិតអាវុធនេះគ្រាន់តែប្រៀបធៀបក៏ដឹងថាអ្នកណាជាអ្នកឈ្នះបាត់ទៅហើយសិស្សម្នាក់ទៀតក៏ថាបំភ្លេចចោលទៅតែយើងប្រៀបធៀបជាមួយពួកគេបានដោយរបៀបណាចាញ់រៀមច្បងចំនួនទី3ក៏មិនខ្មាស់គេដែរគ្រប់គ្នាថាមែនមួយយិនរបស់យើងក៏បានគោះតុកប៉ាំងដើម្បីខ្លាយជាអ្នកចម្បាំងម្នាក់ឯត្រូវតែហ៊ានទទួលយកពិភពលោកដណ្ដើមសំណាងមកពីការស្លាប់ហើយនឹងរស់បើសូម្បីតែរឿងប៉ុណ្ណឹងឯងមិនហ៊ានប្រថុយតើពួកឯងនៅតែបន្តវឹកហាត់ធ្វើអីទៀតគ្រាន់តែលើភាសារបស់គ្រូជោគជ័យភ្លាមសិស្សគ្រប់គ្នាក៏នាំគ្នាចំហមាត់មួយយិនរបស់យើងក៏បានបន្តទៀតថាឯងមកយ៉ាងឯងត្រូវតែប្រកួតជុំទី1យើងចាំបានថាមកហើយនឹងឯងពួកឯងគឺជាក្មេងនៅក្នុងគ្រួសារមកយ៉ាងចំប្រកាយប៉ុន្តែទូប្រុសយើងក៏បានថាអ្នកប្រកួតជុំទី2គឺប្រកួតឲ្យមេវសិនអ៊ីនាងក៏បានយល់ព្រមយ៉ាងលឿនរីឯការប្រកួតជុំទី3គឺប្រកួតឲ្យឈីមីងលោកគ្រូមូខ្ញុំគ្រាន់តែជាងដៃធម្មតានឹងខ្ញុំមិនមែនជាអ្នកផលិតអាវុធទេខ្ញុំយើងថាឯងគឺឯងហើយមិនបាច់និយាយទៀតនោះទេគ្រប់យ៉ាងគឺសម្រាប់បែបនេះចុះក្នុងពេលមួយខែនេះយើងគឺជាអ្នកទទួលខុសត្រូវឈុតបន្ទាប់ទៀតមួយយន្តរបស់យើងគេក៏បានចូលបន្ទប់វឹកហាត់របស់សាលាបន្ទប់វឹកហាត់របស់សាលាមានភាពស្ងប់ស្ងាត់ជាងគ្រូសាមូវាដល់ពេលដែលត្រូវវឹកហាត់ទៅកាន់ដំណាក់កាលទី7ជាមួយនឹងថ្នាំនីងម៉ៃហើយគួបផ្សំជាមួយនឹងរមូជូសៀនវាមិនគួរពិបាកពេកទេក្នុងការជ្រាបចូលទៅក្នុងស្រទាប់ទី6លេបថ្នាំហើយគេក៏ចាប់ផ្ដើមវឹកហាត់ការបើគេវឹកហាត់គេក៏មានអារម្មណ៍ថាពិបាកក្នុងខ្លួនរមូជូសៀនថ្ងៃនេះហេតុអីបានជាធ្ងន់ម្ល៉េះដល់ពេលស្រាវជ្រាវទៅក៏ឃើញថារមូជូសៀនបានបង្ហាញនៅបច្ចេកទេសផ្សេងៗមកកាន់គេមានដូចជាក្បាច់ដាវការធ្វើថ្នាំជូលីងនិងការផលិតអាវុធថ្នាក់កំពូលដែលវាគឺជារបៀបធ្វើដាវឈិញឈៀថាមពលយន្តទាំង3រួមបញ្ចូលទៅជាមួយនេះគឺជាអាណាចក្រនីងយន្តឬហៅឲ្យស្រួលស្ដាប់នោះគឺដំណាក់កាលទី7នៃកម្រិតទី1នឹងនោះឯងរាល់ការទម្លុះដំណាក់កាលម្ដងបងប្អូនអ្នកគុណនិយមគួរតែដឹងហើយថាវាមានការឈឺចាប់យ៉ាងណាប៉ុន្តែវាក៏បានផ្លែផ្កាធ្វើឲ្យយើងខ្លាចជាអ្នកខ្លាំងដូចគ្នាឈុតបន្ទាប់មួយយានរបស់យើងបានមកកន្លែងជាងដែកដែលវាជាផ្ទះរបស់ឈីមីងនោះឯងឈីមីងធ្វើការជាជាងដែកនៅក្នុងហាងដែករបស់គ្រួសារឈីដើម្បីជួយដល់ឪពុករបស់គេឈីអ៊ីហ្វឹងដែលខូចជើងទាំងសងខាងពេលអាយុ20ឆ្នាំឈីអ៊ីហ្វឹងគឺជាទេពកោសល្យម្នាក់ក្នុងគ្រួសារឈីទោះបីជាគាត់ជាកូនអ្នកបម្រើក៏ដោយគាត់ពឹងផ្អែកទៅលើទេពកោសល្យវឹកហាត់របស់គាត់បានចូលគ្រួសារឈីហើយបន្ទាប់ពីរៀបការជាមួយនឹងកូនច្បងនៃគ្រួសារឈីជើងរបស់គាត់បានពិការនិងមិនអាចវឹកហាត់បានទៀតវាហាក់ដូចជាថាឈីមីងមិនមែនជាមនុស្សធម្មតានោះទេរីឯឪពុកឈីមីងក៏បាននិយាយមកកាន់កូនតាមពិតការកែច្នៃនិងការលុតដំដែងគឺស្ថិតទៅលើបន្ទាត់តែមួយសម្រាប់អ្នកវឹកហាត់ប្រហែលជាការធ្វើដៃធម្មតាចំពោះអ្នកហាត់ក្បាច់គុនគឺជាការផលិតអាវុធបុរាណធម្មតាគឺជាហេតុផលសម្រាប់អាវុធបុរាណដ៏រឹងមាំយ៉ាងណាមិញវាខ្លាំងជាងអាវុធបុរាណវានៅតែជាវត្ថុដែលរមែងស្លាប់តែប៉ុណ្ណោះហើយអាវុធបុរាណដ៏មានអានុភាពមានតែអ្នកវឹកហាត់ក្បាច់គុននៅដំណាក់កាលទី10នៃអាណាចក្រលីងឈើតែប៉ុណ្ណោះដែលអាចកែលម្អពួកវាបានមួយយានរបស់យើងគេចូលមកក៏បានទះដៃផ្លាប់ក្នុងការវិភាគចុងក្រោយអាវុធបុរាណទាំងអស់គ្រាន់តែជាអាវុធបុរាណធម្មតាមែនទេហើយអាវុធដែលខ្លាំងបំផុតគឺជាអាវុធវេទមន្តមួយប៉ុន្តែការនិយាយរបស់រៀងច្បងគឺមិនច្បាស់លាស់ទេអាវុធដ៏ខ្លាំងក្លាមួយមិនត្រឹមតែជាអ្នកវឹកហាត់អាណាចក្រលីងឈៀវដំណាក់កាលទី10ប៉ុណ្ណោះទេដែលអាចកែលម្អបាននោះអ្នកវឹកហាត់នៅកម្រិតទី1ក៏អាចកែលម្អបានដែរឈីមីងក៏បានរត់យកកៅអីមកឲ្យគ្រូរបស់គេអង្គុយលោកម្ចាស់ឈីអ៊ិនហ្វុងក៏បានថាខ្ញុំពិការជាង10ឆ្នាំហើយមិនអាចក្រោកឈរទៅសួរសុខទុក្ខលោកគ្រូបានទេ
មួយយិនក៏បានថាការពីពេលនោះរៀងច្បងគឺជាអ្នកចម្រាញ់អាវុធដ៏ល្បីឈ្មោះខ្ញុំមួយយិនក៏ពិតជាមានការគោរពចំពោះរៀងច្បងផងដែរហើយគ្រូចម្រាញ់អាវុធទាំងអស់នោះគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះមួយយិនក៏បន្តនិយាយទៀតថាប៉ុន្តែអ្វីដែលខ្ញុំបានឃើញនៅចំពោះមុខខ្ញុំគឺគ្រាន់តែជាអ្នកផលិតអាវុធម្នាក់ដែលអង្គុយលើកៅអីរុញដោយសារតែឆន្ទៈរបស់គាត់តែជនពិការជាអ្វីឈីមីងក៏បានសួរមួយយិនរបស់យើងលោកគ្រូមូតើលោកគ្រូអាចព្យាបាលឪពុកខ្ញុំបានតើមេនេះមិននិយាយច្រើនសំទោសគាត់ឲ្យមួយយិនរបស់យើងក៏បានពិនិត្យនៅរបួសរបស់គាត់កាលបានស្ទាបជីបចរហើយគេក៏បានឧទានឡើងច្បាស់ជាព្រោះតែទេពកោសល្យខ្លាំងហើយធ្វើឲ្យអ្នកដតីចំណែនជាងរបស់លោកខ្លាចជាបែបនេះក៏ដោយសារតែត្រូវថ្នាំពុលឈីមីងក៏បានថាថ្នាំពុលទេពុកតែគាត់មិនបាននិយាយអ្វីនោះទេមួយយិនរបស់យើងក៏បានថារាជបងឈីខ្ញុំមកទីនេះថ្ងៃនេះគឺមិនមែនចង់រំលឹកអំពីអតីតកាលរបស់លោកនោះទេមានរឿងមួយដែលខ្ញុំចង់វិភាសាជាមួយលោកខ្ញុំចង់ឲ្យឈីមីងជួយខ្ញុំឲ្យប្រឡងជាប់ក្នុងការរង្វីតម្លៃក្នុងវិញ្ញាសាគ្រូរបស់ខ្ញុំដូច្នេះហើយក្នុងរយៈពេល1ខែនេះគេត្រូវការការហ្វឹកហាត់ជាពិសេសប្រកាសណាស់វាមិនអត់ប្រយោជន៍ទេបើគេជួយខ្ញុំឲ្យជាប់ក្នុងការវិតម្លៃខ្ញុំអាចធ្វើថ្នាំសម្រាប់លោកដូច្នេះលោកអាចឈប់បានម្ដងទៀតភ្លាមនោះមនុស្សម្នាក់ក៏បានចូលមកឡៅឈីថោខែនេះលោកផ្ដល់ថ្លៃការពារខ្ញុំតិចខ្លាំងណាស់ឈីមីងក្តាប់ដៃដល់ចូលមកឯងកុំហួសហេតុពេកហួសហេតុមែនទេពេលដែលពុកឯងចិត្តស្លាប់ហើយរបួសធ្ងន់ធ្ងរនោះគ្រួសារឈិនរបស់យើងបានទទួលយកគាត់ហើយនឹងជួយឲ្យគាត់នៅតែអាចនៅក្នុងទីក្រុងភៀកខាងលិចនេះបានកុំថាតែថ្លៃដើមខែនេះខែបន្ទាប់ថ្លៃការពារខែបន្ទាប់ក៏យើងនៅតែត្រូវប្រមូលឈីមីងក៏បានកេះដែរពេកនឹងចេញឈិនមឹងយីពេកនឹងអោបដៃខ្មើមិនអត់ចង់បងលុយឲ្យយើងមែនទេបើឯងមិនចង់បងទេឆាប់ចេញភ្លាមទៅដល់អញ្ចឹងឈីមីងក៏មិនដឹងនិយាយមិនដែរអាពេកនឹងក៏បានថាឈីអ៊ីហ្វុងបញ្ញាប់បងថ្លៃការពារខែបន្ទាប់នេះហើយមកបើមិនអញ្ចឹងទេខ្ញុំនឹងកាត់ដៃឈីមីងហើយមើលថាតើគេអាចផ្ដល់អ្វីខ្លះសម្រាប់ការចូលនិវត្តន៍របស់គេកូនចៅរបស់គេក៏បានដើរចូលមកឈីមីងភ័យដល់កលោកម្ចាស់ឈីក៏បានថាអ្នកប្រុសឈីណារងចាំបន្តិចទៅសុំពេល2ថ្ងៃទៀតមកមួយយិនក៏បានរៀបរៀងឯប្រហើណាឈិនមឹងយ៉ាវក៏បានចូលមកឈិនមឹងយីឯនេះក្លាហានណាគ្រួសារឈិនរបស់យើងនៅទីក្រុងសិនមិនហ្វាងបានខាត់បងលុយជាច្រើនដោយសារតែទង្វើរបស់ឯងជាមួយនឹងបញ្ហានេះយើងនឹងទៅពិភាក្សាជាមួយលោកតានៅពេលដែលយើងត្រឡប់ទៅវិញគាត់នឹងក៏បានថាបងស្រីកុំធ្វើអញ្ចឹងអីរីឯមួយយិនក៏បាននិយាយជាមួយឈីមីងមិនអីទេឈីមីងឯងនឹងតាមខ្ញុំចាប់ពីថ្ងៃនេះតទៅបន្ទាប់ពីការឈ្នះខ្ញុំសន្យានឹងព្យាបាលឪពុករបស់ឯងអញ្ចឹងហើយគេក៏បានយល់ព្រមហើយឪពុករបស់គេក៏បានបដិបដាគេទៅក្នុងមួយខែនេះត្រូវតែប្រឹងប្រែងរៀនសូត្រពីលោកគ្រូមូកុំធ្វើឲ្យពុកខកបំណងណាឈីមីងក៏បានថាបាទមួយយិនក៏បានថាពេលនេះមិនមានពេលវេលាដើម្បីបង្ហាញមនោសញ្ចេតនានោះទេអាចយកឈ្នះឈីយិនខ្ញុំនឹងប្រកាសជាព្យាបាលឪពុករបស់ឯងដូច្នេះពេលនោះគឺមិនចាំបាច់បារម្ភទៀតឡើយនិយាយលះម៉ាត់ហើយក៏បានចាកចេញទៅឈិនមឹងយ៉ាវនេះក៏បានថាមួយយិនគឺជាមនុស្សរក្សាសម្ដីណាមិនបាច់បារម្ភទេបើទោះបីជាមិនអាចឈ្នះគេក៏នឹងប្រកាសជាព្យាបាលលោកពូឈីជាមិនខានរូបភាពនិស័យរឿងរបស់យើងកាត់មកឡើងវិញម្ដងកំពុងតែដើរគេគប់ផ្លែឈើមកប៉ាំងកណ្ដាលក្បាលអ្នកណាគេវើចេញមកបរិះម្នាក់ចេញមកអមជាមួយនឹងការត្រេះផ្លែឈើនឹងឆ្លើយថាគឺយើងទៅមកឡើងក៏បានទម្លាក់សម្លេងនិយាយទាំងសើចហាក់ដូចជាកោតក្រែងនៅអំណាចអាគាត់នេះណាបើប្រហែលសម្រាប់មួយយិននេះធ្វើនេះច្បាស់ជាមានគោលបំណងជាមិនខានកុំបារម្ភអីបើសិនជាបងឈ្នះទាវយ៉ាយុននោះខ្ញុំនឹងបោះបង់ភ្លាមបងគ្រាន់តែចង់ឲ្យទាវយ៉ាយុនឈ្នះយ៉ាងងាយស្រួលតែមែនទេមកឲ្យក៏បានថាទាវយ៉ាយុនមកយ៉ាឯនេះពិតជាឈួតខ្លាំងណាស់ទាវយ៉ាយុនពេលនេះគឺនៅដំណាក់កាលទី6នៃកម្រិតទី1ទេពកោសល្យរបស់គេគឺមិនធម្មតាពេលដែលគេប្រយុទ្ធជាមួយឯងនោះឯងនឹងមិនមែនជាដៃគូរបស់គេនោះទេយើងនិយាយស្មោះត្រង់ជាមួយឯងចោះលោកគ្រូតាវគឺសម្រាប់ចិត្តឲ្យយើងប្រយុទ្ធជាមួយនឹងឯងបើទោះបីជាប្អូនប្រុសរបស់យើងមិនមានទេពកោសល្យគេក៏បានឈានដល់ដំណាក់កាលទី5នៃកម្រិតទី1រួចតាហើយពេលនោះវានឹងធ្វើឲ្យឯងចាញ់យ៉ាងត្រឹមត្រូវមកឡើងក៏បានថាមកហៃបងមកហៃក៏បន្តថាឯងត្រៀមលុតជង្គង់លិតបាតជើងយើងឲ្យមនុស្សក្នុងគ្រួសារមើលទៅឋានណាគឺជាបេក្ខភាពល្អបំផុតក្នុងការទទួលបន្ទុកគ្រួសារមកយ៉ាងក៏រអ៊ូតែម្នាក់ឯងចង្រៃយោពេលនេះតំណែងរបស់ពុកយើងគឺនៅខ្សោយខ្លាំងពេញពូទី2ហើយនឹងមកហៃប្រកាសជាអ្នកដែលនឹងមើលថែគ្រប់គ្រងគ្រួសារមកម្ដងទៀតជាមិនខានអត់ទេកិច្ចការគ្រួសារមកគឺមិនអាចធ្លាក់ចូលកដាប់ដៃពួកគេបានទេងាកមកមើលសិនអ៊ីវិញម្ដងពេលនេះនាងក៏បានសួរលោកតារបស់នាងលោកតាលោកតាគិតយ៉ាងម៉េចដែរចំពោះគម្រោងការប្រកួតរបស់លោកគ្រូមូនោះមកយ៉ាងគេគឺជាមនុស្សដែលខ្ជិលមិនធ្លាប់រៀនទាស់តែសោះនៅក្នុងថ្នាក់ឲ្យគេប្រយុទ្ធជាមួយមកហៃវាប្រកាសជាចាញ់ហើយក្រៅពីនេះឈីមីងទោះបីជាឪពុករបស់គេធ្លាប់ជាជនល្បីឈ្មោះកាលពីមុនក៏ដោយតែពេលនេះគាត់ជាមនុស្សដែលគេនិរទេសចេញពីសំណាក់ស្លោអាវុធរបស់គ្រួសារឈីលោកតាក៏ថាល្អអញ្ចឹងចុះហេតុអីបានជាឯងមិននិយាយអំពីខ្លួនឯងផងនាងក៏បានខ្មើដាក់លោកតាវ៉ាងអេឈីនោះមិនមែនជាដៃគូរបស់ខ្ញុំទាល់តែសោះយើងគឺជាគ្រូស្លថ្នាំលំដាប់ទី1គឺមិនខ្លាចគេនោះឡើយគាត់ក៏បានថាលោកតាវ៉ាងតុងយុនគេគឺជាម្នាក់ក្នុងចំណោមគ្រូស្លថ្នាំលំដាប់លេខ3នៅទីក្រុងប៉ៃយុនប្រហែលថ្ងៃនេះយើងឮថាគេបានជួយវ៉ាងអេឈីប្រមូលអណ្ដាតភ្លើងសัตว์ហើយនឹងផ្សំពួកវានៅក្នុងរាងកាយរបស់គេ
នាងក៏បាននិយាយទាំងចម្ងល់ភ្លើងសัตว์មែនទេគាត់ក៏បានថាថ្នាំដែលបង្កើតជាមួយនឹងអណ្ដាតភ្លើងតារាវាគឺមិនអាចប្រៀបធៀបបានជាមួយនឹងថ្នាំធម្មតានោះទេនាងក៏ថាគាត់នេះហ៊ានប្រើអណ្ដាតភ្លើងសัตว์ដើម្បីប្រកួតប្រជែងជាមួយខ្ញុំដើម្បីចម្រាញ់ថ្នាំគ្រាប់ផងទេខ្ញុំត្រូវទៅរកលោកគ្រូមូដើម្បីបន្ថែមចំណេះដឹងរួចក៏បានចាក់ចេញទៅលោកតាក៏បានរអ៊ូតែម្នាក់ឯងក្មេងស្រីម្នាក់នេះនៅតែមិនចេះនៅស្ងៀមហ្មងវ៉ៃសាច់រឿងរបស់យើងក៏បានស្លេះយើងជួបគ្នានៅវីដេអូក្រោយបាយបាយសួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជូសៀនដែលជាភាគបន្តពេលនេះទូប្ររបស់យើងចាប់ផ្ដើមបង្រៀនការចម្រាញ់អាវុធឲ្យឈីមីងហើយមូលដ្ឋានគ្រឹះនៃការចម្រាញ់អាវុធអ្វីដែលសំខាន់បំផុតគឺការរលាយហើយទី2គឺការបង្រួមខ្លឹមសារពិតចូលទៅក្នុងថាមពលឈីចាក់ចូលទៅក្នុងរាងកាយហើយថាមពលឈីមានគុណលក្ខណៈខុសៗគ្នាថែមទាំងវាអាចធ្វើឲ្យអាវុធមានមុខងារខុសៗគ្នាឧទាហរណ៍គុណលក្ខណៈតកអាចធ្វើអាវុធរបស់យើងមានគុណលក្ខណៈតកឈិនមឹងយ៉ាវបានឈរស្ដាប់ពីក្រៅគិតក្នុងចិត្តថាមនុស្សម្នាក់នេះតាមពិតទៅគឺមានចំណេះដឹងច្រើនខ្លាំងណាស់ស្របពេលជាមួយគ្នាមួយយ៉ាងក៏បានមករកនាងក៏បានសួរទៅមានការអ្វីគេក៏បានប្រាប់នាងថាគេសម្រេចចិត្តប្រយុទ្ធជាមួយនឹងម៉ោហើយក៏ត្រូវតែប្រយុទ្ធឲ្យឈ្នះគេផងដែរដូច្នេះហើយសូមឲ្យអ្នកគ្រូឈិនជួយបង្រៀនគេផងតាពេលអោនក្បាលនឹងអ្នកទាំងអស់គ្នាអ្នកគ្រូនៅក្មេងខ្ចីញែកនឹងគ្រាន់តែឃើញជើងអ្នកគ្រូចង់លេបទឹកមាត់បាត់ទៅហើយតែយ៉ាងណាគេមិនមែនជាមនុស្សអាក្រក់ទេមួយយ៉ាងគ្រាន់តែគេមានអារម្មណ៍ល្អបន្តិចដល់អញ្ចឹងចង់អ៊ីនអ្នកគ្រូដែរចង់ស្រឡាញ់អ្នកគ្រូមើលលោកគ្រូផងនាងក៏បានសើចបន្តិចទៅណានាងក៏ថាបានជាលោកគ្រូមូរវល់បង្រៀនឈីមីងហើយគាត់ប្រហែលជាគ្មានពេលបង្រៀនលោកនោះទេអញ្ចឹងហើយខ្លួនឯងក៏សុខចិត្តបង្រៀនគេទៅប៉ុន្តែចង់រៀនជាមួយនាងត្រូវតែត្រៀមខ្លួនជាស្រេចត្រៀមចិត្តត្រៀមកាយណាអូនរៀនមួយអ្នកគ្រូមិន slow ទេវើយសអខ្ចីទុនលវុនតែមិនទុនជ្រេអ្នកគ្រូនេះរឹងមាំណាបើឯមួយយិនរបស់យើងដូចជាដឹងខ្យល់មុនយ៉ាងម៉េចគេក៏វីក្បាលបិទភ្នែកអញ្ចឹងណាស្រាប់តាឈុតបន្ទាប់ពេលគេកំពុងតែសរសេរអក្សរណាលបងនឹងរត់មកហ្មងលោកគ្រូមួយជួយខ្ញុំផងមកដល់មាត់ទ្វារថ្នាក់ហ្នឹងឃើញថាប៉ោងមុខទឹកភ្នែកហូរកាក្លេកកាខ្លាក់ដូចគុនក្មេងអញ្ចឹងធ្លុះមាត់ទ្វារចូលមកខាងក្នុងត្មងនៅម្បាននេះលុតជង្គង់អូសគ្រូកមកអោបជើងលោកគ្រូមូកាលទេលោកគ្រូមូរៀនជាមួយអ្នកគ្រូឈិនងាប់ខ្ញុំតួប្រុសចេះតែរុញគេចេញផុតពីជើងតែគាត់នៅតែអោបនឹងគាត់ទៅលឺសំឡេងអ្នកគ្រូហៅឲ្យទៅប្រឹងហាត់នឹងនៅលេងបានហើយលោកគ្រូខ្ញុំមិនអាចហាត់ជួយគាត់បានទេមួយយ៉ាងលោកកំភ្លេចណាថា10ថ្ងៃមុននេះលោកបាននិយាយយ៉ាងម៉េចជាមួយខ្ញុំបដិញ្ញាចិត្តយ៉ាងម៉េចខ្លះអត់ចង់ទៅហាត់ក្បាច់គុណហីអញ្ចឹងល្អណាស់យើងអាចស៊ីដុំបាល់តកនេះទៅចោះអញ្ចឹងទៅគាត់នឹងមានអីក្រៅពីសុំឲ្យលោកគ្រូមូជួយទេអញ្ចឹងហើយមួយយិនរបស់យើងក៏បានយល់ព្រមឲ្យគេរៀនជាមួយខ្លួនទៅនាងក៏បានឈប់ខ្វល់ខ្វាយទៀតទៅឈុតបន្ទាប់មួយយិនរបស់យើងក៏បានរៀបឆ្នាំងមួយដាក់ទឹកក្តៅដាក់ថ្នាំដាក់អីអញ្ចឹងទៅឲ្យមួយយ៉ាងនឹងចូលត្រាំក្នុងនឹងរយៈពេល3ម៉ោងដល់ពេលគេបានត្រាំទឹកក្តៅគេកក់ក្តៅគេថាលោកគ្រូអើយរៀនជាមួយលោកគ្រូបានល្អហើយសងំត្រាំទឹកនឹងដេកលក់គឺអាគាត់នឹងដេកលក់ឈិនមឹងយ៉ាវក៏បានចូលមកមួយយិនណាធ្វើបែបនេះតែគេអាចរីកចម្រើនដែរទេវាអាចទៅរួចដោយរបៀបណាដែលអាចរីកចម្រើនដោយគ្រាន់តែការត្រាំទឹកថ្នាំបែបនេះនោះមួយយិនរបស់យើងញញឹមនេះគ្រាន់តែជាការចាប់ផ្ដើមតែប្រកាសណាការវឹកហាត់បានត្រៀមរួចរាល់សម្រាប់ចាប់ផ្ដើមហើយបានគ្រូឲ្យងូតទឹកក្តៅមើលថែទឹកក្តៅឲ្យនឹងអូយវាគេលយគេហ្នឹងអាលយឈុតបន្ទាប់គេមកដល់អត់ឃើញគ្រូដាក់ទឹកក្តៅឲ្យទៀតគេក៏បានថាលោកគ្រូមូថ្ងៃនេះខ្ញុំអត់ត្រូវងូតទឹកទៀតទេមែនទេមួយយិនក៏បានថាថ្ងៃនេះយកឲ្យទឹកកន្លែងពិសេសមួយគ្មានកន្លែងណាទេគឺនាំមកភ្នំពេញយិននឹងនោះឯងឃើញតើអូជ្រូកព្រៃអីវាកំពុងតែស៊ីសាច់សัตว์ចឹងណាមួយយ៉ាងក៏បានសួរទូប្រុសយើងទៅលោកគ្រូមូមិនបានជាយកខ្ញុំមកភ្នំពេញយិនចឹងមួយយិនក៏បានចង្អុលទៅសัตว์ជ្រូកនឹងសัตว์ចម្លែកថ្នាក់ទី4ទៅដល់ក្បាលនេះគឺវាស្មើនឹងអ្នកវឹកហាត់ដំណាក់កាលទី4នៃកម្រិតទី1ចំនួន10នាក់សម្រាប់ពួកគេដើម្បីយកសាច់ស៊ីយប់នេះផ្ទះស្មានតិចក៏បានរុញឲ្យធ្លាក់ទៅលើដើមឈើហ្មងអូតាក់បាយយប់នេះសម្រាប់វាមិនបានទេនោះវាជាអ្នកស៊ីឯងវិញអ្វីយើងនៅតែមានរឿងដែលត្រូវធ្វើឯងធ្វើវាម្នាក់ឯងសិនទៅហើយក៏បានបោះដៅគាត់នឹងទៅមួយយ៉ាងក៏បានថាអត់ទេអត់ចឹងទេកុំចឹងលោកគ្រូដោយខ្លាចពេកសម្រាប់តែជ្រូកនឹងក៏ហៅបងប្រុសបងស្រីដែរបងប្រុសបងស្រីអើយខ្ញុំគ្រាន់តែឆ្លងកាត់ទេតែមានណាជ្រូករត់បុកជាងទៅក៏បានកិច្ចជាងទៅហើយយើងក៏បានឃើញថាគេមានរបួសនៅលើផ្ទៃមុខគ្រាន់តែថារបួសនៅលើផ្ទៃមុខរបស់គេក៏បានជាភ្លាមដោយសារអំណាចទឹកថ្នាំនឹងឯងតែជ្រូកវាមានខ្វល់វាលោតម្ដង4មកបុកគេតែម្នាក់ឯងមកទឹកគ្នាឈឺឆ្អិតឆ្អល់ដែរប៉ុន្តែឈឺមិនបានផងបាត់ឈឺវិញបាត់ហើយលក្ខណៈថាថ្នាំដែលបានត្រាំហ្នឹងគឺវាខ្លាំងអញ្ចឹងមានប្រសិទ្ធភាពអញ្ចឹងក្រោយពីដឹងថាខ្លួនឯងអាចមិនអីហើយក៏វាយជាមួយជ្រូកនឹងតែម្ដងទាញដាវមកដាក់បដោតហើយខ្លាំងប៉ុណ្ណាជ្រូកតាមពិតមួយយិនរបស់យើងគឺមើលពីចម្ងាយនោះឯងឈិនមឹងយ៉ាក៏ថាបែបនេះទៅរួចដែរអីទោះប្រុសយើងក៏បានថាការវាយគ្នាមិនមែនបានតែសេលើក្រដាស់ណាតើអនុវត្តបានចេះខ្ញុំមានកិច្ចការត្រូវធ្វើទៀតនាងនៅទីនេះមើលគេចុះនាងចង់ខាត់តែខាត់មិនបានទេមួយយិនថាធ្វើអីធ្វើនឹងហើយប្រុចហើយរូបភាពនិស័យរឿងរបស់យើងក៏បានកាត់មកដល់
ពេលវេលាដែលវាកន្លងផុតទៅឡើងយូរដែរហើយយើងបានឃើញថាមួយយ៉ាងបានសម្រាប់ជ្រូកអស់ច្រើនដែរប៉ុន្តែធម្មតាកម្លាំងមនុស្សមានដែនកំណត់របស់វាដែរគ្នាឡើងទុនជង្គង់ងើបឈរលេងចង់រួចបាត់ទៅហើយឡើងនេះហើយជ្រូកដែលសេះសល់នឹងក៏ចង់ឲ្យប្រហារគេកំឡុងពេលដែលគេងើបមិនរួចប៉ុន្តែមិនអីទេឈិនមឹងយ៉ាវបានបាញ់តកករបស់នាងសម្រាប់ជ្រូកនឹងអស់ទៅរីឯគេខ្លួនឯងនោះក៏សន្លប់ស្ដោកតែម្ដងដោយសារតែអស់កម្លាំងពេកឈិនមឹងយ៉ាវក៏បានសរសើរគេផងដែរជ្រូក10ក្បាលគេសម្រាប់អស់7ក្បាលគឺស្មើនឹងប្រយុទ្ធជាមួយនឹងអ្នកហាត់ក្បាច់គុណដំណាក់កាលទី4កម្រិតទី1នឹង7អ្នកដែរឈុតបន្ទាប់ពេលនេះគឺថានាងបានយកអាគាត់នឹងត្រឡប់មកវិញហើយទូប្រុសយើងនឹងបានឲ្យមួយយ៉ាងនឹងត្រាំក្នុងទឹកថ្នាំបន្តទៀតទៅក្រោយមកមួយយ៉ាងគេក៏បានដឹងខ្លួនឡើងមួយយិនយើងក៏បានថាយកបច្ច័យដឹងខ្លួនហើយមែនទេអាគាត់នឹងខឹងហ្មងមួយយិនឯងនេះធ្វើយើងស្ទើរតែស្លាប់អាចក្រៃយោខឹងពេកគ្រូក៏ជេរដែរណាមួយយិនក៏បានថាស្ទើរតែសម្លាប់ឯងមែនទេដាក់ម្ដាយឃ្លុះមិនងាប់ហើយណាឥឡូវហ្នឹងហ่าគេខឹងមែនតើគេថាមួយយិនយើងនឹងវាយឯងគេប្រមូលផ្ដុំកម្លាំងយន់របស់គេវាយមកកាន់ទូប្រុសយើងប៉ឹងទូប្រុសយើងគេផុតប៉ុន្តែយុទ្ធសិលរបស់គេណាប៉ឹងណោទៅបុកអាអញ្ចឹងបែកទូអស់មួយអញ្ចឹងនឹងឡើងប្រេះគេក៏បានថាហានេះជាកម្លាំងដំណាក់កាលទី6តែមែនទេមើលទៅកម្លាំងខ្ញុំពេលនេះយ៉ាងហោចណាស់ក៏ដំណាក់កាលទី6ដែរមួយយិនក៏បានថាត្រឹមតែមួយថ្ងៃឯងអាចឡើងកម្រិតច្រើនដំណាក់កាលហើយវាធ្វើឲ្យឯងសប្បាយចិត្តខ្លាំងណាស់ឈិនមឹងយ៉ាវក៏បានចូលមកនាងក៏បានថាលោកគ្រូមូមិនស្ទាក់ស្ទើរក្នុងការចំណាយថ្មវិញ្ញាណថ្នាក់ទាបដល់ទៅ10000គ្រាប់ដើម្បីទិញថ្នាំនេះមកត្រាំទឹកឲ្យឯងគឺដើម្បីពង្រឹងសមត្ថភាពរបស់ឯងនឹងនោះឯងទៅមួយយ៉ាងគេក៏បានភ្ញាក់រលឹកឡើងវិញនិងសុំទោសមកកាន់ទូប្រុសយើងនិងសន្យាចំពោះខ្លួនឯងក៏ដូចជាចំពោះលោកគ្រូថានឹងប្រយុទ្ធឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតរូបភាពនិស្ស័យរឿងរបស់យើងកាត់មកដៃគូរបស់ទូប្រុសរបស់យើងវិញម្ដងភ្នែកច្រមុះរបស់គេបានរីកាពីសកម្មភាពនៃការបង្រៀនរបស់ទូប្រុសយើងទៅកាន់សិស្សរបស់គេបានថាជាងកន្លះខែនេះមួយយិននាំមួយយ៉ាងទៅកាន់ភ្នំពេញយិនជារៀងរាល់ថ្ងៃរីឯមេលសិនអ៊ីគឺតែងតែនៅសំណាក់ថ្នាំរបស់នាងវឹកហាត់ការស្លោថ្នាំរបស់នាងចំណែកឯឈីមីងវិញក្រោមការណែនាំរបស់មួយយិនគេមិនដែលចេញពីបន្ទប់នោះទេខ្ញុំមិនដឹងថាគេកំពុងធ្វើអីឡើយគ្រូតាវគេក៏បានថាគួរឲ្យចាប់អារម្មណ៍មែនហើយចូលមកហៃវ៉ាងអ៊ីនឈីនៅឈីយុនថ្មីនេះយ៉ាងមិនដែរភ្នែកច្រមុះក៏បានប្រាប់ទៅមកហៃបានទៅដល់កំពូលដំណាក់កាលទី5នៃកម្រិតទី1ហើយឯវ៉ាងអ៊ីនឈីបានជោគជ័យក្នុងការចម្រាញ់ថ្នាំហួយហ៊ွនកាលពីម្សិលមិញថ្នាំហួយហ៊ွនគឺជាថ្នាំកំពូលក្នុងចំណោមថ្នាំថ្នាក់ទី1ឯឈីយិនកំពុងតែព្យាយាមជួសជុលអាវុធថ្នាក់ខ្ពស់កម្រិតចុងក្រោយលោកគ្រូតាវក៏បានប្រាប់ភ្នែកច្រមុះរបស់ខ្លួនឲ្យដាស់តឿនសិស្សរបស់ខ្លួនទាំង3នាក់ហ្នឹងត្រូវតែកុំធ្វើប្រហែសសោះព្រោះថាសមរភូមិមួយនេះត្រូវតែល្អឥតខ្ចោះកូនចៅក៏ទទួលបញ្ជារូបភាពកាត់មកទូប្រុសរបស់យើងវិញពេលនេះមួយយិនរបស់យើងបានឲ្យគម្ពីរក្បាច់គុណមួយក្បាលទៅកាន់មួយយ៉ាងដែលវាមានឈ្មោះថាបច្ចេកទេសដៅឈីយិនមួយយិនក៏បានប្រាប់ថានេះគឺជាក្បាច់គុណកម្រិតមធ្យមឯងអាចប្រើវាដើម្បីហាត់បានបន្ទាប់ពីវឹកហាត់បាន10ថ្ងៃឯងគួរតែអាចប្រកួតជាមួយនឹងម៉ោហៃបានហើយដល់អញ្ចឹងទៅមួយយ៉ាងគេក៏បានមើលសភៅហ្នឹងដល់មើលសភៅគេក៏បានថាលោកគ្រូមូលោកគ្រូមិនមែននិយាយលេងជាមួយខ្ញុំណាហើយយើងក៏បានឃើញថារូបគំនូរដែលតួប្រុសយើងគូនឹងគឺយ៉ាប់មើលតែម្ដងមួយយិនយើងក៏បានអៀនហើយក៏ក្រហែបន្តិចទៅនិយាយយ៉ាងមើងម៉ាត់ថាពេលនេះបញ្ញាប់ពេកគ្រូគូមិនបានល្អនោះទេចាំពេលខាងមុខពេលដែលមានពេលចាំគ្រូគូឲ្យបានល្អជាងនេះតែការពិតគ្នាអត់ប្រកែកគូរូបនឹងឯងប៉ុន្តែខំធ្វើលយនិយាយមិនទាន់ចប់ល្អត្រឹមត្រូវផងខំដៅចេញលឿនខ្លាចលោកគេដេញតោលទៀតហ៎ឈិនមឹងយ៉ាវនាងក៏បានមកមើលគំនូរនាងក៏អស់សំណាចប៉ុន្តែដល់មើលអត្តន័យក្នុងសភៅក៏បើកភ្នែកធំចំហមកធ្លុងតែម្ដងមួយយ៉ាងក៏បានថាអ្នកគ្រូឈិនមានបញ្ហាមែនទេនាងក៏បានថាគ្មានបញ្ហាស្អីនោះទេគ្រាន់តែថាស្នីដាវមួយនេះបើសិនជាអាចដាក់វាដេញថ្លៃនៅឯសំណាក់សិនតាំងវាប្រហែលជាតម្លៃ50000គ្រាប់ថ្មវិញ្ញាណកម្រិតទៀមមួយយ៉ាងក៏បានថា50000គ្រាប់មែនទេដល់ចាគាត់នឹងសប្បាយចិត្តក៏ដឹងគុណចំពោះតួប្រុសយើងមិនដឹងថៃប៉ុណ្ណានោះទេគ្នាយ៉ាចាញ់ហ្មងឥឡូវយើងមើលបញ្ឈីមីងវិញមកគឺកំពុងតែរៀនផលិតអាវុធអីចឹងទៅតួប្រុសយើងក៏បានចូលមកដល់ឃើញលោកគ្រូហើយក៏បានហៅលោកគ្រូទៅមួយរបស់យើងក៏បានមកពិនិត្យស្នាដៃរបស់គេចឹងហើយក៏បានងក់ក្បាលបន្តិចនឹងបានសួរទៅកាន់គេទៅដំណើរការយ៉ាងម៉េចហើយនេះគឺជាលំនាំអាវុធដែលសិស្សឆ្លាក់ដោយខ្លួនឯងសូមលោកគ្រូជួយណែនាំផងលោកគ្រូមួយជិនមើលហើយគេក៏បានលន់មាត់ហាយើងទៅតែបង្ហាញវាលើកមុនហើយឯងបានឆ្លាក់វាត្រឹមត្រូវបាត់ទៅហើយឈីមីងគ្នាបានត្រឹមតែអេសក្បាលតែប៉ុណ្្នឹងឯងគ្រូសរសើរអញ្ចឹងមិនដឹងនិយាយថាម៉េចអៀនមួយយិនរបស់យើងអងឯលំនាំនឹងបណ្ដាក៏បាននិយាយបណ្ដាទៅខ្ញុំមិននឹកស្មានថាឯងមានទេពកោសល្យខ្ពស់ក្នុងការចម្រាញ់អាវុធអញ្ចឹងនោះទេឈីមីងតែឯងសុកចិត្តធ្វើជាសិស្សរបស់ខ្ញុំដែរទេគេក៏បានលន់មាត់អីគេមួយយិនក៏បានថាបើអាចចង់ទេក៏មិនអីដែរមកភ្លេចចោលចោះខ្ញុំចង់លោកគ្រូសូមលោកគ្រូទទួលការគ្រប់ពីសិស្សមួយយិនក៏បានថាល្អណាស់ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបង្រៀនឯងអំពីការចម្រាញ់អាវុធថ្នាក់ខ្ពស់ចុងក្រោយឯងអាចជួយខ្ញុំបានទទួលបញ្ជាលោកគ្រូមួយយិនក៏បានថាដើម្បីកែច្នៃដាវឈិនឈៀត្រូវមានថ្លើមថ្មខ្សាច់ដែកត្បូងថ្ម3ប្រភេទគឺជាគ្រឿងផ្សំសំខាន់នេះជាលើកទី1របស់គ្រូដែលកែច្នៃដល់លំដាប់ថ្នាក់ខ្ពស់នេះដូច្នេះឯងគួរតែយកចិត្តទុកដាក់បើចង្ក្រានភ្លាមកំឡុងពេលហ្នឹងឈិនមឹងយ៉ាក៏បានដើរកាត់ទីហ្នឹងក៏ស្ដាប់លើការបង្រៀនរបស់ទូប្រុសយើងទៀតដែរការផលិតអាវុធចែកចេញជា3ដំណាក់កាលទី1ឧបករណ៍ត្រូវបានបញ្ចេញដំណាក់កាលទី2បង្រួមជាមួយនឹងថាមពលឈីដំណាក់កាលទី3គឺដាក់ចូលនៅថាមពលឈីដំណាក់កាលទាំង3នេះមានសារៈសំខាន់ណាស់ការនេះឈិនមឹងយ៉ាវបានឃើញ
យនាងក៏ឆ្ងល់តើទូប្រុសយើងកំពុងធ្វើអីមួយយិនរបស់យើងក៏បានដាក់នៅថ្លើមថ្មចូលទៅក្នុងភ្លើងឈីមីងក៏បានថាចិត្តរួចរាល់ហើយលោកគ្រូមួយយិនងក់ក្បាលអសើហើយក៏បានបញ្ចេញយុទ្ធសាស្ត្ររបស់គេក្នុងការផលិតអាវុធបន្ទាប់មកគេក៏បានបញ្ចេញនៅដាវចេញពីភ្លើងមកតែម្ដងវាពិតជាដំណើរការលោកគ្រូមួយយិនរបស់យើងមើលដាវហើយក៏បានឧទានឡើងវាគ្រាន់តែថាឧបករណ៍នេះទើបតែត្រូវបានបង្កើតឡើងហើយថាមពលឈីត្រូវតែបញ្ចូលទៅខាងក្នុងវារួចហើយគេក៏បានបោះដាវឲ្យហោះឡើងលើទៅហើយគេក៏ចាប់ផ្ដើមធ្វើការឆ្លាក់នៅលំនាំរបស់គេនឹងនៅលើกระดาษរបស់គេអញ្ចឹងណាការនេះបានធ្វើឲ្យឈិនមឹងយ៉ាដែលកំពុងទៅលួចមើលនាងក៏បានគិតក្នុងចិត្តទៅការឆ្លាក់ដោយដៃទាំងសងខាងគ្មាននរណាក្នុងលោកនេះអាចធ្វើបាននោះទេក្រោយមកទៀតមួយយិនរបស់យើងគេក៏បានបញ្ជូននៅចម្លាក់មួយនេះចូលទៅក្នុងដាវធ្វើឲ្យដាវកាន់តែមានភាពមុតស្រួចនិងកាន់តែមានថាមពលជាងមុនត្រឹមតែមកឆ្វាច់ធ្វើឲ្យថ្មធ្លុះតែម្ដងដាវបុរាណថ្នាក់កំពូលឈិនឈៀឈឹងឈីមានក៏បានលន់មាត់ដាវនេះគឺជាដាវថ្លុំថ្មគឺជាស្នាដៃដ៏មានមោទនភាពរបស់អ្នកចម្រាញ់ដំបងដាវធម្មតាមិនអាចជ្រាបចូលទៅក្នុងដាវថ្លុំថ្មនេះទាល់តែសោះលោកគ្រូកម្លាំងនៃដាវនេះពិតជាមិនធម្មតាទេមួយយ៉ាងគេក៏បានចូលស្អីគេលោកគ្រូមកបានទទួលឲ្យធ្វើជាសិស្សហើយមែនទេឈីមីងគេក៏បានងក់ក្បាលទៅទូប្រុសយើងក៏បានឲ្យមួយយ៉ាងសាដាវនេះមួយយ៉ាងឯសាដាវនេះទៅមើលនិយាយពីថាឈិនមឹងយ៉ាវមិញពេលឃើញមួយយ៉ាងចូលមកនាងក៏បានពួនអញ្ចឹងណាខ្លាចគេឃើញខ្មាស់គេដែលលួចមើលគេស្លវុធរីឯមួយយ៉ាងវិញក៏បានសាកដាវតាមបញ្ជារបស់ទូប្រុសយើងឆ្វាច់គេក៏បានថាវ៉ាវដាវល្អវាអាចនិយាយបានថាជាដាវល្អកម្រិតកំពូលមួយក្នុងចំណោមដាវហើយប៉ុន្តែកម្លាំងវាគឺប្រសើរជាងដាវថ្នាក់ខ្ពស់ចុងក្រោយធម្មតាខ្លាំងណាស់មួយយិនក៏បានបកគលដាវនៅឲ្យមួយយ៉ាងតែម្ដងទៅគាត់នេះបានទាំងកំពីក្បាច់គុណហើយបានទាំងដាវទៀតដល់អញ្ចឹងទុនជង្គង់គ្រប់តែម្ដងលោកគ្រូមួយយ៉ាងតែមានភាពក្អិតកតោមហើយនឹងមានអំនួតតែខ្វះការគ្រប់ចំពោះលោកគ្រូពេលនេះលោកគ្រូធ្វើល្អបែបនេះដាក់ខ្ញុំប្រកាសជានឹងប្រឹងប្រែងបានល្អសូមលោកគ្រូទទួលយកខ្ញុំធ្វើជាសិស្សផងទៅមួយយិនគេក៏បានថាយកឯងធ្វើជាសិស្សហីទេពកសលរបស់ឯងអន់ពេកខ្មាស់គេណាស់ដែលឲ្យឯងធ្វើជាសិស្សរបស់យើងប៉ុន្តែបើឯងយកឈ្នះមកឲ្យបាននោះយើងនឹងទទួលឯងធ្វើជាសិស្សម្នាក់ហើយក៏ធ្វើជាបងប្អូនល្អម្នាក់ផងដែរដល់អញ្ចឹងមកយ៉ាងគេក៏បានបញ្ញាចិត្តយ៉ាងខ្លាំងថាគេត្រូវតែយកឈ្នះក្នុងការប្រកួតនេះឲ្យបានគ្រាន់តែថាក្បាច់គុណគេពេលនេះគឺទាបពេកហើយបើសិនជាប្រើដាវនេះក៏មិនស័ក្តិសមនឹងសមត្ថភាពរបស់គេដែរមួយយិនក៏បានថាឲ្យដាវមកគ្រូសិនមកថ្មីនេះលោកគ្រូក៏ទៅតែរៀនអំពីស្នៀតដាវថ្មីមួយផងដែរយើងសង្ឃឹមថាឯងឃើញហើយអាចស្វែងយល់អំពីវាក៏អាចបង្កការងាយស្រួលសម្រាប់ឯងក្នុងការរៀនក្បាច់ដាវឈិនយន្តដូចគ្នាដាវរបស់ខ្ញុំអត្ថន័យរបស់វាគឺដើម្បីបញ្ចប់ស្រមោលដាវស្រមោលមិនមែនគ្រាន់តែជាស្រមោលទេតែវាជាស្រមោលពេជ្ជឃាតភាពមោះមុតគ្មានមេត្តាឆ្វិងឆ្វាប់ទ្វារផ្ទះដាច់ប៉ិតឯចំហាយដែលសេះសល់ក៏បានធ្វើឲ្យអាវរបស់អ្នកគ្រូឈិនដាច់ទៀតមួយយិនលោកគឺជាមនុស្សប្រអាក្រក់អ្នកគ្រូឈិននៅបានទៅទៅមុនទៅកម្រិតអសមួយយិនដេញចាប់គេស្មានតែវាយគេអ្នកគ្រូទៅឡើងលើតបូលជាមួយគេមើលលោកខែណាគួយគុណព្រះច័ន្ទស្ដាប់សំឡេងរៃយំខ្យល់បក់ត្រសៀកត្រជាក់កាយារ៉ូម៉ាន់ទិកដល់កមើលព្រះច័ន្ទបណ្ដាសួរមកកាន់ទូប្រុសយើងបណ្ដាមិនបានជាលោកចង់លុបវាចោលចំពោះមង្គលការរវាងគ្រូសាឈិននិងគ្រូសាមូវាក៏មិនបានមកកគ្រោះថ្នាក់អីដល់លោកព្រមទាំងគ្រូសាមូដែរមួយយិនរបស់យើងក្រវីក្បាលតិចសម្ដីថ្នមតបទៅកាន់នាងថានាងនិយាយថាបើវាមិនប៉ះពាល់ទេតើនាងអាចទទួលយកទំនាក់ទំនងជាមួយនឹងផលប្រយោជន៍ដែលនៅពីក្រោយវាបានទេហើយជាមួយនឹងគេឈ្មោះរបស់ខ្ញុំបច្ចុប្បន្នគឺមានតែធ្វើឲ្យនាងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់តែប៉ុណ្ណោះស្ដាប់ដោយយកចិត្តទុកដាក់នាងក៏បានតបថាខ្ញុំមិនខ្វល់មួយរាត្រីបានកន្លងផុតទៅពួកគេក៏បានត្រឡប់មកវិញឈីមីងគេក៏បានថានោះលោកគ្រូមូហើយអ្នកគ្រូឈិនតាមួយយ៉ាងក៏បានខ្សឹបខ្សៀវណែគេគ្រប់គ្នាជំនាញសិតតែឃើញទាំងអស់ហ្នឹងថាអ្នកគ្រូឈិនហើយលោកគ្រូមូគឺអង្គុយនៅលើដំបូលផ្ទះមើលព្រះច័ន្ទយ៉ាងរ៉ូម៉ាន់ទិកជាមួយគ្នាពាក្យចាមរាមនេះបានផ្សព្វផ្សាយពេញទីក្រុងបៃយិនទៅហើយមួយយិនក៏បានមកដល់មួយយ៉ាងក៏បានអេះក្បាលទូប្រុសយើងថាឈប់និយាយផ្ដេសផ្ដាល់អត់ប្រយោជន៍ទៀតទៅនាំគ្នាទៅវឹកហាត់បើសិនចាញ់ការប្រកួតនេះខ្ញុំនឹងធ្វើឲ្យដឹងថាអ្វីទៅជាផលលំបាកនៃការជិះចាំឈីមីងគេថាបាត់លោកគ្រូខ្ញុំនឹងទៅមុនទូប្រុសយើងថាឯងស្រ័យស្អីហ่าមិញហ្នឹងមួយយ៉ាងគេក៏ថាអូធ្វើពុតជាមិនដឹងលោកគ្រូរបស់ឯងនេះគ្រប់គ្នាគេដឹងពេញទីក្រុងហើយថាលោកគ្រូឯងជាមួយនឹងអ្នកគ្រូឈិននោះពីរអ្នកហ្នឹងក៏បានមើលមុខគ្នាស្រឡាំងកាំងភ្លាមនោះយើងក៏បានឃើញថាមានអាសាច់កម្មម្នាក់ចេញមកនិយាយឌឺបដ ாய் សម្រាប់មកពីទីក្រុងតូចមួយបែបនេះពិតជាអាចចាប់បាននារីដ៏ស្រស់ស្អាតបំផុតឈិនមឹងយ៉ាវនៃទីក្រុងបៃយិននេះផងគេគួរចង់ស៊ីសាច់កងានផងពិតជាគួរអស់សំណើចមែនមួយយ៉ាងក៏បានដើរមកហើយឯងធ្វើអីនៅទីនេះគាត់នឹងក៏បានតបមួយយ៉ាងកុំគិតថាខ្លួនឯងដល់ដំណាក់កាលទី4នៃកម្រិតទី1ហើយចង់ប្រកួតជាមួយយើងឲ្យសោះសម្រាមនៅតែជាសម្រាមឈប់យល់សពទៀតទៅអើយខ្ញុំពិតជាមិនយល់នោះទេហេតុអីបានជាអ្នកគ្រូឈិនចូលចិត្តអាសម្រាមមួយយូននេះទៅវិញឈីមីងក៏បានថាមកហើយឯងកុំជ្រុលពេកមកហើយគេក៏បានថាវ៉ោះជ្រុលពេកឲ្យរបៀបណាទៅបើខ្លាំងឯងវាយយើងមកអាសម្រាម
ប៉ាំងដួលខ្ពកភ្លេចគិតថាលោកគ្រូមួយយិនគាត់មិនសូវចេះស្លាប់មនុស្សអីទេគាត់ចិត្តល្អដែរទេប៉ុន្តែបើថាឌឺគាត់វាយហើយមិនបានងាប់ក៏បានឯងស៊ីបាយមិនឆ្ងាញ់ដែរគ្រប់គ្នាបានឮហើយថាគាត់នេះចង់វាយជាមួយពួកយើងទាវយ៉ាយុនគេចេញមកមួយយិនយើងគឺទាវយ៉ាយុនយើងលេងជាមួយឯងដែលផ្ទាល់ក្នុងការប្រកួតមួយនេះគ្មាននរណាមករារាំងជាមួយរៀមច្បងថ្នាក់ទី3បានទេបញ្ហាថ្ងៃនេះយើងគាត់ចំណាំទុកហើយយើងจะមើលភាពខុសគ្នារវាងឯងនិងយើងក្នុងរយៈពេល7ថ្ងៃទៀតដឹងហើយក៏នាំមកឲ្យចាក់ចេញទៅមួយយ៉ាងក៏បានថាបើទោះបីជាទាវយាយន្តគឺជាទេពកោសលនៅក្នុងដំណាក់កាលទី7ខ្ញុំក៏នៅតែវាយគេដែរស្លេងជួបគ្នានៅវីដេអូក្រោយបាយបាយនេះគឺជាព័ត៌មានខ្លីៗជម្រាបជូនដល់អ្នកក្លាហានរបស់យើងដែលចង់មើលរឿងចាស់ក្តីឬថ្មីក្តីរឿងទាំងអស់ហ្នឹងគឺ admin បានធ្វើបន្តនៅក្នុងក្រុម Telegram ណាទាំងអស់គ្នាហើយភាគច្រើនគឺធ្វើជាបែបលក្ខណៈបញ្ចូលសំឡេងតែម្ដងគ្រាន់តែអត់តួស្រីបន្តិចរឿងខ្លះគឺចាប់រដូវកាលរឿងខ្លះគឺកំពុងតែធ្វើបន្តឲ្យទាន់រដូវកាលហើយរឿងខ្លះទៀតក៏កំពុងតែចេញរាល់សប្តាហ៍នឹងឯងដូចជារឿងឈិនមួយយន្តឋានយន្តអីជាដើមបញ្ជាក់បន្តិចនៅសល់ពីរឿងទៀតដែលអត់បានដាក់រូបនៅលើផ្ទាំងវីដេអូបានទាំងអស់គ្នាចង់មើលរឿងហ្នឹងតោះអាចឆាមរក admin បានតាម Telegram លីងនៅខាងក្រោម